រាល់យកពេលដែលប្រច័នភ្លឺស្អាតនោះសូមប្រាថ្នាមួយទៅគឺប្រកាសជាបានសម្រេចបំណងប៉ាត់មែនណាព្រះច័ន្ទអើយព្រះច័ន្ទដល់ពេលខ្ញុំធំឡើងសូមឲ្យបានធ្វើជាមន្ត្រីស្អាតស្អំកំចាត់ជនពុករលួយជនអាក្រក់អស់ឈប់ទូស្គរទៅឈប់ទូស្គរទៅឈប់ទូស្គរទៅយោឈប់ទូស្គរទៅយ៉ាអើយស្គរបែកបាក់កន្លែងបែកបាក់សាលាស្រុកបែកបាក់បូករួមទាំងមន្ត្រីបែកបាក់ម្នាក់ទៀតព្រេបដាក់បែកជាហ៊ានមកប្រមាថលោកម្ចាស់របស់យើងផងហើយយ៉ាមន្ត្រីតូចតាចប៉ិនក្របល្ងធ្វើម៉េចនឹងឲ្យហ្វាងហាងជីងយើងប្រមាថនោះហ្វាងហាងជីងអើយហ្វាងហាងជីងអ្នកមានលេខ1នៅខ្វាងតុងនេះជាពាក្យបណ្ដឹងរបស់ខ្ញុំជូនដំណើរលោកសេដ្ឋីលីប្តីប្រពន្ធរបស់ហ្វាងឡៅជើពេលដែលទៅដំណាក់របស់លោកម្ចាស់លីបានយកសម្រស់របស់នាងទៅចែកចង់លោកម្ចាស់លីអត់ទេគាត់ណាលោកម្ចាស់ជីអត់ទេគាត់ណាប្រពន្ធរបស់ខ្ញុំលោកទេអ៊ុយណាលោកម្ចាស់ទៅផ្ទះជីតារបស់លោកហើយអើស្ដាច់យ៉ាមិនបាច់ទេអុកទៀតស្លាប់ហើយយ៉ានៅទំនេរហើយយើងស៊ីស្ដេចរបស់ឯងចាញ់អើយណែកូនប្រុសកុំបានធ្វើជាមន្ត្រីហើយកុំហឺហាអីសោះខ្ញុំមានហឺហាឯណាកូនច្បងកូននៅចាំបានទេពាក្យស្លោកមនុស្សបាក់សមមិនធ្វើជាមន្ត្រីគឺត្រូវតែថ្លាដូចទឹកត្រូវស្អាតស្អំបរិសុទ្ធណាពុកកុំភ្លេចថាពុកកាលពីមុនគឺត្រូវហើយកាលពីមុននោះគឺជាមន្ត្រីពុករលួយម្នាក់ពុកគឺមានឈ្មោះលោកបីថាបើអង្គប៉ៅមិនដល់ដៃគឺមិនអាចធានាថាកាត់ក្តីបានទេគឺព្រោះតែពុកសាំងតែអំពើអាក្រក់ច្រើនពេកហើយនេះហើយបងប្រុសទាំង12របស់កូននោះអត់មាននរណាមួយចិញ្ចឹមបានយូរទេធ្វើបាបឪពុកឆ្នាំណាក៏ត្រូវមនុស្សសក់ស្កើដុតមនុស្សសក់ខ្មៅដែលដល់ទីបំផុតអមជោបាយហើយពុកក៏ចូលនិវត្តន៍ទៅស្រុកកំណើតវិញយកទ្រព្យសម្បត្តិទាំងប្រមាណជួយអ្នកក្រធ្វើបុណ្យហើយនេះហើយទៅពុកអាចការពារជីវិតរបស់កូនឯងបានណាហើយកូនមើលពុកបានធ្វើអានេះឲ្យកូនយកទៅជួននៅកណ្ដាលផ្ទះវាជាអសរបរិសុទ្ធហេមិនក៏កូនមើលយ៉ាងណាក៏វាដូចជាអសរក្រដដែលនឹងជួងទី13វីវហើយលោកម្ចាស់គឺទី13ហើយលោកម្ចាស់មានអីទៅនឹងមកហូបបង្អែមទៅណែយ៉ាគឺបង្អែមដំឡូងតាប៉ែអាឆាប់ហូបទៅបង្អែមនេះឆ្ងាញ់ណាស់ណាកូនទី13ណាអីម៉ែមិនចេះកូនក៏ច្រឡំដែរអាកូនទុនសាយឯងរត់ទៅណាខ្ញុំជិបដីរបស់យីប៉ែឯងហើយចុះឯងខ្ញុំជាចៅរបស់យាយអាយ៉ាចៅស្រីឯងធំប៉ុណ្ណេះទៅហើយអីយ៉ាតាប៉ែឆាប់ហូបទៅបើមិនចឹងទេតិចខ្ញុំគេ13ណាម៉ែពូ13ម្ដងនេះយើងមានហើយចូលមកទាំងលើទាំងក្រោមពួកយើងនៅកណ្ដាលចាប់បានទាំងរស់ល្អពិសេសមែនពួកយើងចំណាយប្រាក់ទៅទិញមន្ត្រីនេះច្រើនម្លឹងគឺមិនព្រោះតែឥឡូវនេះទេអាយ៉ាកូនជឹងរៃអីនេះយើងបណ្ដឹងឯងថាកុំឲ្យធ្វើជាមន្ត្រីពុករលួយឯងគឺមិនស្ដាប់ទេហ្វាងហាងជីងគេជាអ្នកមានលេខ1នៅខ្វាងតុងឯងសាកតែជួបជាមួយនឹងគេនិយាយមួយម៉ាត់ទៅគិតក៏កុំគិតឲ្យសោះកុំឲ្យធ្វើស្រួលបួនបន្តិចណាកុំអីពុកកូនដឹងហើយជួយគេទៅនេះកូនប្រុសអសររបស់កូននេះអសរនេះអសរក្រនោះពុកទៅខ្លួនឯងចុះតើអ្នកឈរនេះជាណាខ្ញុំឈ្មោះហ្វាងថាងជីងខាងដើមចោតតាមច្បាប់មិនបាច់លើកចង្កងទេហ្វាងថាងជីងព្រមទេធ្វើបានអ្នកខ្សោយជួយអ្នកខ្លាំងយល់លមួដាក់ក្នុងផ្ទៃទឹកប្រយ័ត្នទៅមិនបាច់ប្រយ័ត្នទេនិយាយតាមត្រង់ទៅចុះយើងចង់បដៅឯងយូរហើយអរគុណខ្ញុំធ្លាប់ល្បីឈ្មោះលោកយូរណាស់មកហើយជនជាតិស្អីក៏ដោយសខ្មៅក៏ដោយលោកសម្រាប់ចោលទាំងអស់លោកជួបអ្នកណាក៏ដោយតែងតែហៅពុកធររឿងនេះខ្ញុំក៏ចង់ដឹងណាស់ដែរមិនចាំបាច់គួរសមទេតាំងពីដើមមកខ្ញុំល្អតែអញ្ចឹងមុនបើដូចគេធម្មតាលោកម្ចាស់ជាស្រីពេជាអាយយកឯងធម្មតាយើងជំនន់ផងអញ្ចឹងផ្នែករបស់លោកខាងណាដែលឃើញខ្ញុំយកអាចទៅដាក់ក្នុងផ្ទៃទឹកនោះ
នេះគ្រាន់តែជាការប្រៀបធៀបតែប៉ុណ្ណោះតែបើអញ្ចឹងខ្ញុំប្រៀបធៀបថាម្ដាយរបស់លោកក៏មានចរិតស្លូតបូតដែរខ្ញុំមិនបានថាគេជាពុកថយណាមិនក៏ឯងធ្វើបាននេះរឿងនេះខ្ញុំក៏មិនសូវដឹងច្បាស់លាស់ប៉ុន្មានដែរប៉ុន្តែប្រពន្ធរបស់ឡាយជីមានបំណងរំលោភលោកសេដ្ឋីគឺមានផតតាំងគ្រប់គ្រាន់ប្រពន្ធរបស់ឯងគឺអយុធធរដែរលោកម្ចាស់អើយថ្ងៃនោះលោកសេដ្ឋីទៅផ្ទះប្រពន្ធរបស់ខ្ញុំឆាប្រពន្ធខ្ញុំហើយខ្ញុំមកវិញឃើញគេចាប់ដៃប្រពន្ធខ្ញុំសង្កត់ពីលើប្រពន្ធខ្ញុំចង់រំលោភខ្ញុំខឹងខ្លាំងពេកក៏វាយគេតែម្ដងទៅអ្នកផ្សារផ្អើលចោលឡោចូលទៅក៏វាយខ្ញុំថែមទៀតផងអយុធធរដែរលោកម្ចាស់ជួយរកយុត្តិធម៌ឲ្យខ្ញុំផងទៅលីចិនឯងចាប់ដៃប្រពន្ធគេបានន័យថាឯងចង់រំលោភគេហើយតើមែនទេអូលោកម្ចាស់ថ្ងៃនេះលោកម្ចាស់ទឹកមុខស្រស់បោះអស់ចានណាពិតមែនទេប្រកាសជាអញ្ចឹងហើយយើងស្អាតតែអញ្ចឹងតាំងពីដើមមកស្នាមដៃរបស់លោកល្អមែនតើឲ្យខ្ញុំសុំមើលបន្តិចមើលហើយយ៉ាងម៉េចមិននេះលោកនិយាយថាចាប់ដៃចង់រំលោភឥឡូវនេះខ្ញុំចាប់ដៃលោកចង់រំលោភលោកហើយអង្គុយនៅសៀមចាំស្ដាប់ខ្ញុំភាសាជាងលោកសេដ្ឋីលីព្រោះតែប្តីប្រពន្ធតកូលបានពីអ្នកមិនបងថ្លៃផ្ទះក៏ចង់យកផ្ទះទៅវិញឯប្តីប្រពន្ធទាំងពីរមិនចង់បងថ្លៃផ្ទះក៏រំលោភលោកសេដ្ឋីដូច្នេះសូមតុលាការមេត្តាជួយកាត់ក្តីផងមិនមែនទេលោកម្ចាស់លោកសេដ្ឋីធ្លាប់ជួបផ្ទះឪពុកខ្ញុំធ្លាប់ជួយជីវិតគាត់សន្យាថាមួយឆ្នាំជួយដល់30ដំណឹងឆ្នាំណាក៏ធ្វើអញ្ចឹងដែរលោកម្ចាស់អមក៏ប្រែកន្លះទៅវិញអញ្ចឹងតែមានកិច្ចសន្យាទេឆាប់យកចេញមកប្រកាសជាមានងាប់ឲ្យកដាស់តូចប៉ុណ្ណឹងមើលមិនឃើញទៅអាធំក៏មានដែរលោកម្ចាស់ចង់មើលមួយណាក៏បានដែរមើលអាធំទៅល្អណាស់ហេលោកម្ចាស់មិនប្រកាសថាខ្លាចគេហាពុកថតទេកិច្ចសន្យានៅទីនេះលោកម្ចាស់អានឲ្យគេឮបន្តិចទៅហើយអានឲ្យច្បាស់បន្តិចផងខ្ញុំឈ្មោះចិនតៅហួរជាអ្នកជួលផ្ទះនៅផ្លូវតៅស៊ូបានជួលផ្ទះឲ្យទៅគ្រួសារបានដែលជាអ្នកមានគុណមិនទាន់សងគុណបានបើមិនបានបងថ្លៃផ្ទះឲ្យទៅបង30ដំណឹងក៏បានដែរហើយមិនអាចយកផ្ទះវិញបានទេលិខិតនេះទុកជាភស្តុតាងឲ្យកូនចៅចំនួនក្រោយមើលគេនិយាយត្រូវតែគេថាមិនបងថ្លៃផ្ទះក៏បានដែរមិនក៏លោកថាគេចង់យកផ្ទះវិញតែឆ្នាំណាក៏ខ្ញុំបងថ្លៃផ្ទះ30ដំណឹងដែរ30ដំណឹងហើយ3សែនដំណឹងណាចុះឯងនិយាយស្អីហ្នឹងលោកម្ចាស់មិនបានរៀនសូត្រទេខ្ញុំដឹងថាលោកម្ចាស់ប្រកាសជាមិនបានរៀនទេចាំខ្ញុំបង្រៀនលោកម្ចាស់ទៅចុះគួរតែអានចេះវិញទេឃើញទេគ្រួសារវាងដែលបានជួលផ្ទះយើងមិនទាន់បានសងគុណទេបើគេមិនបង់ឈ្នួលផ្ទះអាចយកផ្ទះវិញបានឈ្នួលផ្ទះ30ដំឡឹងមិនអាចជួលឲ្យអ្នកដទៃបានទេអាចកែទៅជាអញ្ចឹងបានដែរលោកម្ចាស់កាត់ក្តីបានហើយឬនៅណែស្ទើរមិនចង់កាត់ក្តីព្រោះចង់បានលុយតែមែនទេមិនក៏និយាយអញ្ចឹងនេះគេជាវិក័យប័ណ្ណ300ដំឡឹងតែមិនមែនជារបស់លោកទេនេះទើបជារបស់លោកមើលទៅគឺវាមានតម្លៃតែប៉ុណ្ណឹងយកទៅមួយដំឡឹងកាត់ឬក៏មិនកាត់កាត់ក្តីទៅចាំឡើយបាទកាត់ឥឡូវហើយវាងឡាយជឿចំពាក់ឈ្នួលផ្ទះគេត្រូវរើចេញចាប់ពីថ្ងៃនេះទៅត្រូវប្រកល់ផ្ទះឲ្យទៅលីជឿអ៊ីងវិញចំពោះរឿងលោកសេដ្ឋីចង់រំលោភប្រពន្ធគេតែរំលោភមិនបាននោះគឺត្រូវចប់ត្រឹមនេះបាទហើយមិនបាននិយាយទេសូមអរគុណហើយលោកសេដ្ឋីមានចិត្តទូលាយមែនណាខ្ញុំលាសិនហើយអយុធធម៌ណាលោកម្ចាស់អយុធធម៌ណាយើងសូមទូលមានឯងណាកូនធម៌បញ្ញាប់ទៅស្រុកកំណើតធ្វើស្រែវិញទៅឯងចង់ធ្វើជាមន្ត្រីប្រយ័ត្នថ្ងៃក្រោយខ្មាស់គេជាងនេះទៀតទៅយ៉ាគ្រួសារឈីយកគេទៅទទួលគុណកំមុំហើយតាបើតែណាគេទៅរៀបការជាមួយមនុស្សរបែងអញ្ចឹងនោះសុំបីតែប៉ៅឡុងស៊ីងគូតស្អុយក៏ធ្វើជាមន្ត្រីដែរមានអីចម្លែកទៅអូលោកពូគិតទៅដល់នឹងដើរលេងบ่ទេហេតុអីទៅមើលទៅមិនបានចប្រេះផ្ដាច់អញ្ចឹងយកហួយឯងទៅមើលសភាពការទៅបាទលោកម្ចាស់ប៉ែឡងស៊ីមកអើយកុំងាប់លោកម្ចាស់សភាពការមិនល្អទេអញ្ចឹងចូលតាមទ្វេក្រោយទៅឲ្យឆាប់ឡើងសុភាពការល្អដល់ឆាប់បន្តខ្ញុំមកលោកពូឲ្យលឿនឡើងឆាប់ចេញភ្លាមមកបើអញ្ចឹងឆាប់ទៅឲ្យលឿនណាប្រយ័ត្នតិចណាអាយជួយទាញប្រយ័ត្នតិចស្វាគមន៍អាចោមកសៀតគេស្វាគមន៍លោកម្ចាស់ឲ្យតែខ្ញុំមិនឈ្មោះចោមកសៀតទេកុំទៅអូយស្បៃល្អនំប៉ាឆ្ងាញ់ស្បៃសុំជើញស្បៃអាលោកអាទិញស្បៃទេស្បៃស្រស់ណាស់ទិញ1គីឡូទៅឆាខ្វាយ
ឆាខ្វាយដើររំលងផ្លូវមួយហើយដូចជាគ្មានឃើញមានរឿងអីទេតបតើទៅប្រកបជាសុវត្ថិភាពណាឆាខ្វាយសូមជឿបងឈៀងមកបងខ្លាំងសូមជឿឆាខ្វាយណែលបងហើយលួចឆាខ្វាយមកតាក់តងឲ្យជាមួយប៉ាឡុងឈៀងដែរលោកមិនដឹងទេមន្ត្រីប៉ាឡុងឈៀងនឹងវាស្អុយជាងតាហ៊ូរបស់ខ្ញុំទៅទៀតអ្មេចក៏និយាយអញ្ចឹងមកថយចុយបងប្អូនទាំងអស់គ្នារឿងប៉ាឡុងឈៀងបរោះ10នាក់រំលោភនឹងជាមន្ត្រីពុករលួយរឿងបែបនេះកើតគឺវាសមមកពីហើយណែមុខខ្ញុំវាគួរស្អប់មែនឯងជើហួរឆាប់ប្រាប់ខ្ញុំតាមត្រង់ភ្លាមមកបើដល់ពេលខ្លះមើលទៅគួរចង់អើយធ្វើជាមនុស្សមានពេលខ្លះចេះលក្ខការផងទៅគ្មានមិនស្អីមែនមិនទៀតនិយាយទៅមិនទៀតគេនិយាយថាប៉ៅឡុងឈៀងត្រូវគេអូសចូលដីភក់ហើយថែមទាំងបញ្ចុកលេមកឲ្យវាស៊ីទៀតផងវាស៊ីសប្បាយឲ្យវាស៊ីឆ្ងាញ់សប្បាយថែមទៀតផងណែប៉ៅឡុងឈៀងខ្ញុំនេះមានគំនុំអីជាមួយនឹងពួកឯងទោះជាយ៉ាងណាក៏ដោយក៏ខ្ញុំជាមន្ត្រីដែរអ្វីត្បិតថាខ្ញុំគ្មានរូបរាងសង្ហាមែនតែក៏មន្ត្រីប្រមាថបែបនេះដែរប្រយ័ត្នយើងចាំយកទៅកាត់ទោសទាំងអស់គ្នាគួរឆ្ងល់ណាស់ខ្ញុំធ្វើល្អប៉ុណ្ណឹងដែរហេតុអីបានជាពួកគេនាំគ្នាស្អប់ខ្ញុំបែបនេះអូលោកម្ចាស់តើមកពីណាអូគិតយករួចខ្លួនសិននឹងណាមើលទៅពួកគេប្រកាសជាចង់រករឿងខ្ញុំឲ្យពុតជោគបើដោយបរាជ័យមែនតើរកប្រាក់មិនបានហើយថែមតែគេស្អប់ទៀតផងមើលទៅខ្ញុំត្រូវតែអប់រំក្មេងចំនួនក្រោយឲ្យបានល្អព្រោះថាកុមារជាអ្នកស្នងប្រទេសជាតិឲ្យតែគេស្រឡាញ់ខ្ញុំមានសង្ឃឹមហើយអាបងប្រុសឆ្លាតគួរឲ្យស្រឡាញ់មែនមិនស្មានថាក្មេងនេះមានទឹកមាត់ច្រើនអញ្ចឹងសោះសយទៀតហើយអមក៏មានមនុស្សរៀបការជាមួយក្មេងអញ្ចឹងណូត្រូវអូប្រកែអស់ចោលមែនវាយគ្នាក្នុងទឹកដីរបស់ខ្ញុំអត់ប្រាប់មួយម៉ាត់សោះយើងជាសន្តិសុខទី1នៃរាជធានីរាសនីមខ្លារខិនមកចាប់ជនទុច្ចរិត40នាក់បើអ្នកណាហ៊ានប្រឆាំងជាមួយយើងងាប់យ៉ាងមិនក៏គ្រីស្អីបាយបាក់អញ្ចឹងគុណក៏ឆាប់ទៅទទួលគាត់មកព្រៀងទៅឆាប់ឡើងហើយយ៉ាពិតជាបុផាមួយតងដល់លើអាចគោមែនតែលោកពេលផ្សំដំណេកប្តីរបស់នាងស្លាប់ទៅមិនវិបោហើយទេអីបើវាងាប់ទៅមិនបានទៅលពូហើយទេអញជាអ្នកនិយាយខ្ញុំអត់និយាយទេណាណែលោកម្ចាស់ប៉ាខ្ញុំមិនលោកម្ចាស់ប៉ាទេប្រយ័ត្នខ្ញុំប្តឹងលោកណាលោកម្ចាស់មិនបាច់ប្រកែកទេគ្រាន់តែហិតខ្លាំងក៏ដឹងថាលោកម្ចាស់ប៉ាដែរលោកអញ្ជើញមកដល់គ្រួសាររបស់ខ្ញុំពិតជាស្រស់ប្រំប្រៃទាំងអស់គ្នាមែនហើយដោយលពូទី13អកចាស់នេះពេញចិត្តលពូហើយស្រឡាញ់ខ្ញុំបើមិនស្រឡាញ់មន្ត្រីពុករលួយដោយលោកឈ្មោះទុច្ចរិតដូចជាខ្ញុំនេះរកស៊ីមិននឹងកើតទៅសិតតែគ្នាឯងទេណែលោកម្ចាស់ផ្ដល់កិត្តិយសឲ្យខ្ញុំបន្តិចបន្តួចចូលទៅក្នុងផឹកស្រាបន្តិចសិនទៅតើបានទេលោកម្ចាស់អញ្ចឹងក៏បានទៅសុភ័យអង្គប៉ាឲ្យខ្ញុំណាមិនអីទេអ្នកទាំងអស់គ្នាញញឹមបន្តិចទៅសប្បាយចិត្តបន្តិចទៅណារៀបចំចិត្តរួចហើយញឹមទៅ快噶啦，爭少少咋？មិនក៏គេក្អកខ្លាំងម្លេះមិនអីទេទ្រាំបន្តិចសិនទៅណាក៏អញ្ចឹងទៅធ្លាក់សួតមកទៅមិនអីទេស្អីគេអញ្ចេះគឺថ្លើមតាណែយ៉ាងម៉េចហ្នឹងយប់មិនអាយស៊ីស៊ុបឆ្នាំងដីតាមែនទេស្រួលខ្លួនណាឥឡូវរួចរាល់ហើយអ្នកទាំងអស់គ្នាសូមជិះសម្រាប់ចជើញដែលលពូគេចិត្តស្ដាយដូនតាមើលទៅគេប្រហែលជាមិនស្លាប់ទេមិនស្លាប់យ៉ាងម៉េចបើគេក្អកធ្លាក់ថ្លើមទៅហើយឯងមិនឃើញទេអីអត់នឹងគឺថ្លើមមើលណាស៊ីទៅអ្នកបងអូនចដុនសូមជួយអបអូនឲ្យបានកូនភាសាស្រីខ្ញុំគ្រាន់តែជាម្ដាយចុងវាទេមានសមត្ថភាពឯណាធ្វើជាម្ដាយបង្កើតវាទៅ
មែនហើយបងចដុនមួយឮថាបងបានរក្សាទុកសៀវភៅមកក្បាលពិសេសអស្ចារ្យណាស់មែនទេតើអាចឲ្យបងជ័យមើលផងបានទេតែពួកជើងដៃអីអត់នេះចាំមើលរត់ទៅដល់ណាទៀតទៅអាខ្លារខិនបាយគ្រាន់បើមិនបាយប្រើកំបិតឯងបោះកំបិតឯងចោលទៅបងចូលយ៉ាអាខ្លារខិនបើសិនជាឯងខ្លាំងមែនឯងមិនចាំបាច់ប្រើដៃទេបងចាកាបើគ្រាន់បើមិនប្រើដៃប្រើជើងហើយនឹងកំបិតទេបងអាយវាបកកែផ្លុំត្រែនណាណែវាបានសម្រាប់មនុស្សឆាប់ទៅប្តឹងសន្តិសុខភ្លាមទៅយើងនេះហើយគឺសន្តិសុខហ៎អញ្ចឹងខ្ញុំជាស្អីវិញយើងជាសន្តិសុខទី1ជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំងទាំង6នៅក្នុងរាជធានីរហស្សនាមហៅថាខ្លារខិនពួកអាចោទាំងអស់នេះយើងបានដេញអស់7 ថ្ងៃទៅហើយទីបំផុតវាក៏នាំគ្នាមកលាក់ខ្លួននៅទីនេះទៅវិញលោកម្ចាស់ខ្ញុំអត់ដឹងអីទេលោកម្ចាស់ហើយពិតជាមិនដឹងថាវាមកស៊ីកាមែនលោកម្ចាស់ថ្ងៃនេះកូនប្រុសខ្ញុំរៀបការវាបន្លំខ្លួនចូលមកខ្ញុំពិតជាមិនដឹងទេលោកម្ចាស់ទោះជាស៊ីប្រមាណខ្លារខិនក៏ខ្ញុំមិនហ៊ានកុហកលោកម្ចាស់ដែរលោកម្ចាស់ជឿខ្ញុំចុះលោកម្ចាស់ប៉ាលោកម្ចាស់ប៉ាđây đãចេញមកលោកម្ចាស់ប៉ាជួយខ្ញុំផងលោកម្ចាស់ប៉ាអើយលពួកគេហើយបំចេញខ្មាស់គេណាគួរតែចេញទៅអីណែស្ងៀមសិនទៅមិនអាចចេញទៅបានទេពេលនេះវាកំពុងតែខ្លាំងទុកឲ្យវាខ្លាំងអស់ចិត្តទៅដល់ពេលវាខ្លាំងអស់ចិត្តហើយយើងអាចចាត់ការជាមួយវាបានពេលនេះមិនចាំបាច់តកកហល់អីទេហេស្អីយើងកំពុងនិយាយពីរឿងជ្រូកខ្វាយចេះលបស្ដាប់តែកើតដែរយោអាយលឺថាឯងជាមន្ត្រីនៅទីនេះគឺខ្ញុំនឹងហើយឯងប្រកាសជាគប់កាត់ជាមួយប្រជារាស្ត្រលាក់បំពួនពួកចៅនៅទីនេះឯងមានបំណងក្បត់មែនទេវាបង្កាយមួយបង្កាច់មិនចាញ់ពូប្រមាណទេណែយើងគឺជាសិស្សរួមគ្រូនឹងគ្នាប្រាក់ដែលយើងរកបានចែកគ្នាទៅខ្ញុំយកតិចឯងយកច្រើនយើងត្រូវការទាំងអស់អញ្ចឹងក៏បានដែរមានកិច្ចការត្រូវធ្វើទៀតហើយណែខ្ញុំមកថ្ងៃនេះគឺមកស៊ើបការចង់ដឹងថាពលលោកមានការរត់ពន្ធនិងកាប់សម្លាប់មនុស្សដែរឬទេថ្ងៃនេះទេវតាមានភ្នែកឲ្យយើងសហការជាមួយនឹងលោកម្ចាស់ខ្លារខិនដើម្បីមកចាប់ពួកឯងជាមួយខ្លាំងបញ្ជាឲ្យគេដុតផ្ទះនិងសម្លាប់មនុស្សមែនទេឆាប់សារភាពប្រាប់យើងភ្លាមមកដែលលោកម្ចាស់រឿងនេះខ្ញុំពិតជាមិនដឹងទេអាចយុត្តិធម៌ណាលោកម្ចាស់ខ្ញុំពិតជាមិនដឹងមែនណាលើកលែងឲ្យខ្ញុំម្ដងទៅឥឡូវឯងសម្រេចចិត្តឲ្យទៅសម្រាប់អញ្ចឹងណាបាទលោកម្ចាស់គេថា2 ម៉ោងក្រោយយកស្រី2នាក់មកកំដរយើងហើយបថុយទៅដឹងអីមិនបានទេ2នាក់មិនគ្រប់គ្រាន់ទេយើងត្រូវការ20នាក់លោកម្ចាស់នៅចាំទីនេះហើយខ្ញុំត្រូវស្រីស្រមឲ្យលោកម្ចាស់អូមកលោកពូទី13មកហើយពួកឯងទាំងអស់គ្នាមកហើយបំរើលោកម្ចាស់ខ្លារខិនឲ្យបានល្អបន្តិចទៅលេទេចាអីទេលោកម្ចាស់ខ្ញុំនឹងបំរើលោកម្ចាស់ឲ្យបានល្អចាអូចំអាចង្រៃនេះសូមឲ្យទៅលោកម្ចាស់ប៉ាយើងក៏ហ៊ានប្រឆាំងដែរចោលមកសៀតមែនបងប្អូនទាំងអស់គ្នាលោកម្ចាស់ប៉ាចង្រៃធ្លាក់ដែរគប់ទៅគប់វាទៅសមមុខឯងហើយមិនក៏មិនខ្លាំងទៀតទៅម៉ែណាមិនក៏មិនខ្លាំងទៀតទៅគ្រាន់បើទៀតទៅនេះដែរគូដឺអូស៊ីតូបោកបងអួយផ្លែដាក់ក្រំជួខដងនោះណែពួកឯងធ្វើអីនឹងចែកយកកណ្ដុរមកឲ្យខាំលោកម្ចាស់ទៅកើតដែរដឹងថាគាត់ខ្លាចទេលោកម្ចាស់ខ្ញុំយកពោះមកឲ្យខាំកណ្ដុរឲ្យលោកម្ចាស់មិនបាច់បារម្ភទេ行快步啦！乾燒意麵肯定冇希望食翻龍頭沙嘅。天光啊，個橙點偷笑啦！我唔係大佬，我唔係，係行事啦。
包大人啊，我哋知道你神威蓋世，2、3日手勢係收復咗炮頭，救咗戚家上下，我哋係代表戚家出嚟歡迎包大人你噶，大家俾啲掌聲。包大人，不如同咁多位街坊講幾句說話咧，講嘅有水準啲。乾燒伊麵食咗未？誒，包大人啊，我哋連乳豬都未食噶，特登留翻隻豬等包大人你翻去慢慢食噶。大家埋席啊！多謝大人，大人你真係神機妙算啊！我話我送俾你個賀禮。喂，老坑係咪真係乳豬都未食啊？喂，又係你啊細路，又想吐口水啊？咪嚟啊！我喐你啊！係送俾你嘅。好嘢，多謝好嘢啊！多謝。你好好地對老婆，如果唔係我就鎖你噶。仲有保重身體，得閒食多2嚿潤。去洞房啦！唉，快啲去洞房啦！嚇，去啦去啦去啦！包大人，小蓮，好啊，小蓮，啊，小蓮，做咩叔？靚仔靚女夾住，哨，燒生火燭。Ơi chui ba Ô con dùng một chát ca thế Bộ anh này xem Tụi người dương chát ca Tụi ai bộ anh chát ca bên chưa Là bộ vô mà thôi Chừng này vô xong bây giờ anh có mày đã Biết theo những chồng cái này chỉ cái này xem thôi ai tiên cái chạp với ba đây chạp ba đây Ê con papa cho tham thom ai hơi mau lại đi thôi bài còn ba khăn tới khăn ở chặt tới là bộ lên cho bùi biết rồi bây giờ trường tịch phong nữa ở miền tây tao anh không ôi trường người ta cho tham thom đã anh miền đánh thế sao cái dương mình đứng đây anh bắt cho mình đứng má nè sao coi dương mình đứng đây trộm xuân vay nữa vay dương hả ai miền đứng thay dương chỉ con nó bao cho vay công thế ở bờ nó bao dương cứ chàng con ai chứ mình thấy tôi ta trong phải chàng phongจะไว้กรองทอมนะแต่บ้านจะประกันจังโอ้ยผมจงพูดมาพี่ดอกเฮ้ยระบองช้างระบองไปซาบายให้เนยไตรการไปซาตายแต่จำชมแต่ชงเอาชมบำราจินเลยมันบ้าเนี่ยยืนเชื่อมันไตรมันเนี่ยจอมเสียสมไปแต่สไลด์ถ้วยข้อก่อไตรเมียนโตได้เดือดตัวดูพิจิตรโดยแต่คณิตตัวชายจะโกนสไลด์กับไตรเมียนโตได้ในเนื่องชิงเวียเตอร์เต้นในเนื่องสำนักมนุษย์ไหมเนี่ยไตรไฮลงมาจ้ะครูสาชีแตงดับใบเนี่ยคือไตรช่างอุ้ยสำหรับแตงเอา
សូមលោកម្ចាស់ជួយរាប់ចាប់ទៅធေါ်ឲ្យខ្ញុំផង រឿងនេះវាយ៉ាងម៉េចនិយាយច្បាស់ជាងនឹងបន្តិចទៅមើល លោកម្ចាស់ឆាងអួយគឺជាបងប្អូនជីដូនមួយរបស់ម្ដាយក្មេកខ្ញុំវាឧស្សាហ៍ចេញចូលផ្ទះខ្ញុំណានៅជប់តែកើតហេតុនោះប្តីខ្ញុំគាត់ឈឺច្រើនពេកសុខភាពខ្សោយខ្ញុំក៏ទៅព្រះវិហារបន់ស្រន់ជូនគាត់ស្រាប់តែមានគេយកកន្សែងមកបាត់ច្រមុះរបស់ខ្ញុំធំក្លិនថ្នាំខ្លាំងពេកក៏ស្លាប់បាត់ស្មារតីទៅនៅពេលដែលខ្ញុំនឹងខ្លួនឡើងវិញខ្ញុំត្រូវគេរំលងអត់ទៅហើយលោកម្ចាស់សូមលោកជួយរកចិត្តទៅធေါ်ឲ្យខ្ញុំផង អេអានេះរិឆានត្រូវវាយវា 12730 ដុល្លារភ្លាមទៅបើមិនវាយទៅយើងវាយអូដល់លោកពុកកុំជិះឆោឲ្យគេនិយាយចប់សិនទៅបាទទេនិយាយទៀតទៅ នៅជប់នោះអាមេរិឆានឯងមិនមែនជាមនុស្សទេឯងមិនមែនជាមនុស្សទេ យ៉ាចង្រៃយកមិញនេះនាងស្លាប់បាត់ស្មារតីឥឡូវយើងចាត់ការម្ដងទីវាមានទទួលខុសអីហ៎ អាចង្រៃឯងហ៊ានលះបង់ជាមួយយើងមកធ្វើបរិយាជាមួយស្រីចង្រៃនេះផងហ៎ អីថយទៅស្រីចង្រៃងាប់ទៅលេងថាលេងចុះទៅលេងអូយជីងអានេះរិឆានឯងសម្រាប់ប្រពន្ធយើងមិនលើកលែងឯងទេយ៉ាងាប់ទៅទ្រាំបានទេត្រេញច្រាំវាយកសាច់ធ្វើប្រហែលទៅបានលោកពូស្ដាប់គេនិយាយចប់សិនទៅកុំឈឺឆាវពេកដល់អ្នកជាមក្រោយមកយ៉ាងមិនទៀតឆាប់និយាយច្បាស់ទៅមើលក៏ខ្ញុំកំពុងតែយាមស្ដាប់តែលឺសូរសំឡេងឆ្កែប្រុសយ៉ាងខ្លាំងនៅសួនច្បារក្រោយផ្ទះតកូលឈីខ្ញុំក៏ដើរចូលទៅមើលក៏ឃើញសាកសពពេញដីតែម្ដងទៅហើយខ្ញុំក៏បានឃើញគេវាយគ្នាគេក៏ទាត់ខ្ញុំត្រូវមកជើងសន្លប់ក្រោយមកខ្ញុំក៏អត់ដឹងអីទៀតដែរ 仲見到常威同來福打埋一齊，跟住俾人踢咗一腳，暈咗，咁啊咩都睇唔到啊！ ហើយឡាយហ្វូឲ្យចេញមកលោកម្ចាស់ឆាងអូយសម្រាប់គ្រួសារឈីអត់13នាក់មែនទេត្រូវហើយលោកម្ចាស់វាថែមទៅចង់សម្រាប់ខ្ញុំទេបងលោកម្ចាស់មិនចាំឲ្យខ្លាចទេមានយើងនៅកន្លែងនេះហើយលោកម្ចាស់ជួយខ្ញុំផងខំឡើងទៅជាខ្ញុំលោកម្ចាស់ណៃឥឡូវវាទុកមកខ្ញុំហើយបើវាមិនទុកមកឲ្យខ្ញុំវាខំលើកទៅជាឯងដាច់បាត់ហើយទៅបលដល់ស្វាដៃលើកជាឲ្យអរគុណលោកម្ចាស់អរគុណ ធ្វើយ៉ាងម៉េចទៀតយកវាទៅឃុំសិនទៅពិនិត្យសារសពហើយចាំសម្រាប់វាចោលយកវាទៅឃុំសិនពិនិត្យសារសពហើយចាំសម្រាប់វាចោលបាទក្រៅឡើងអើយអាចចង្រៃឯងចង់កាត់ទោសយើងមិនខ្លាចឯងទេនៅខ្សែលោឡាទៀតត្រូវក្បានតាំងតលើអញអើយបាទហើយកុំឈឺឆាវសួរគេច្បាស់សិនទៅអ្នកស្រីឈៀងក្រៅឡើងអ្នកស្រីឈៀងមិនចាំបាច់បារម្ភអីទេខ្ញុំនឹងប្រឹងអស់ពីសមត្ថភាពដើម្បីរកយុត្តិធម៌ឲ្យជីវិតទាំង13នាក់នោះ ចុះពន្លឺស្អីគេក៏ចាំងភ្នែកម្ល៉េះហានេះគឺជាពន្លឺប្រាក់ណាលោកម្ចាស់គឺអញទៀតហើយខ្ញុំយករបស់អស់នេះមកប្រកល់ឲ្យលោកម្ចាស់វិញហើយទុកថាខ្ញុំសងបំណុលលោកម្ចាស់ទៅចុះហើយសងស្អីគេនៅក្នុងសៀវភៅមានមរតកមានផ្ទះឲ្យតែលោកម្ចាស់យល់ព្រមយកយល់នោះទោះជាមិនរៀនក៏មានដែរអូជុកឲ្យយល់គ្នាបានឈប់ហើយមាននេះថាម៉េច អ្នកប្រឆាងគឺជាកូនប្រុសរបស់លោកចវាយក្រុងលោកក៏បានដឹងស្រាប់ហើយតាលោកចវាយក្រុងឆាងគឺជាប្អូនធររបស់លោកម្ចាស់លីណាស្គាល់ទេលីណាទៅគឺជាមន្ត្រីលីល្បីឈ្មោះជាងគេនៅក្បែរព្រះអង្គហើយពេលនេះគេហៅថាមន្ត្រីលីអូយខ្លាចគួរខ្លាចហើយប្រាទាំងអស់នេះខ្ញុំយកមកជូនលោកចំនួនលោកម្ចាស់ឆាងខុនហើយណាតែចាំយ៉ាងម៉េច ម្ដាយរបស់លោកចវាយក្រុងមានអាយុ47ឆ្នាំហើយតាំងពីដើមមកគាត់ស្រឡាញ់អ្នកប្រុសឆាងណាស់តែពេលដែលឃើញអ្នកប្រុសឆាងទៅជាអញ្ចឹងគាត់យំស្ទើរតែដៃពោះវៀនអត់ទៅហើយលោកម្ចាស់គាត់សង្ឃឹមថាលោកម្ចាស់បើនឹងអនុញ្ញាតឲ្យគាត់ចូលទៅជួបគេបានណាលោកម្ចាស់យកល្អលោកម្ចាស់ទៅសម្រាប់សិនទៅព្រឹកស្អែកខ្ញុំនាំអ្នកស្រីឆាងចេញពីទីនេះកិច្ចការបែបនេះលោកម្ចាស់ប្រកាសជាធ្វើបានហើយចង់សុខប៉ាន់ស្អីហ្នឹងតែនេះជាចរិតរបស់មន្ត្រីហើយ ប៉ុន្តែខ្ញុំខ្លាចថ្លាដូចទឹកណាដូច្នេះខ្ញុំមិនត្រូវការប្រាក់នេះទេឬមួយក៏ឯងមិនខ្លាចទេខ្ញុំអត់លេងចូលឯងទេខ្ញុំក៏ខ្លាចដែរប៉ុន្តែគ្រាន់តែចង់ឲ្យលោកយកយល់ដល់លោកម្ចាស់តែប៉ុណ្ណោះគាត់ចាស់ណាស់ទៅហើយចង់ឲ្យខ្ញុំយកយល់ដល់គាត់ពាក្យចាស់និយាយថា
កតញ្ញូសំខាន់ជាងគេប៉ុន្តែវាពិបាកចាត់ចែងណាស់ណែនាំគេទៅបតហេឈប់សិនពេលដែលខ្ញុំភ្ញាក់ពីដេកខ្ញុំចង់ឃើញឆាងអ៊ុយគេឈរនៅចំពោះមុខតុលាការដឹងហើយឬនៅអរគុណលោកម្ចាស់អរគុណបាយឯងតែចុះគាត់អាយុជាង100ឆ្នាំទៅហើយឲ្យគាត់ជួបចៅរបស់គាត់វាជារឿងត្រឹមត្រូវមានទោះខុសអីលែយើងទៅឯងដឹងថាឪពុករបស់យើងជាចៅហ្វាយក្រុងទេឪពុកធေါ်យើងគឺលោកម្ចាស់លីយើងមិនអត់ឲ្យពួកឯងទេចាំមើលទៅឆាប់លែយើងទៅអូយយូរពេកដល់ដឹងថាខ្ញុំពិបាកប៉ុណ្ណាទេអានេះគឺជារង្វាន់សម្រាប់លោកអរគុណអើយទៅអើយលោកជាណាខ្ញុំយករបស់មកឲ្យឯងឲ្យខ្ញុំពុកឲ្យនេះព្រៃផ្ដាស់ណាស់ឯងដឹងថាឯងកំពុងតែបង្ករឿងច្រើនយ៉ាងណាទីនាំខ្ញុំទៅផងទៅពុកទោះជាឯងរត់ទៅដល់ណាក៏ដោយពុកគឺជាចៅហ្វាយក្រុងគេត្រូវតែបង្ខំឲ្យពុកចាប់ឯងមកវិញឲ្យទៅបានពុកខំផ្សងគ្រោះថ្នាក់ដើម្បីមកជួយឯងចាក់ចេញពីទីនេះឯងគួរតែដឹងហើយតើបើគេដឹងពុកប្រកាសជាស្លាប់ជាមិនខានទេឯងបាននឹងពុកទេអញ្ចឹងធ្វើយ៉ាងម៉េចទៅខ្ញុំខ្លាចណាស់ពុកឯងបាញ់ខ្លាចទេឥឡូវពុកបានជិះលោកវាងថងជីងមកជួយលុបលាងកំហុសឲ្យឯងហើយឯងជប់អារម្មណ៍ទៀតទៅអ្នកប្រោឆាងនៅពេលនោះអ្នកប្រុសត្រូវនិយាយអ្វីទាំងអស់ឲ្យបានច្បាស់លាស់កុំលាក់លៀមឲ្យសោះលឿនទេលោកប្រុសរឿងគ្រានេះអាចមានសង្ឃឹមទេសំណាងឲ្យយើងនៅមានពេលច្រើនរឿងនេះអាចដោះស្រាយបានត្រូវធ្វើយ៉ាងម៉េចធ្វើឲ្យសខ្លាយទៅជាខ្មៅឲ្យដើមចោតទៅជាចុងចោតវិញថ្ងៃស្អែកឡើងសាវនាការអ្នកប្រុសដឹងថាធ្វើយ៉ាងម៉េចហើយមែនទេឈិងអើយអូយពេលកាយលពូហ៎មិនក៏បានសាវនាការទាំងព្រឹងចឹងលោកម្ចាស់ឈុនមកហើយលោកម្ចាស់ឈិនមកធ្វើស្អីមកពិនិត្យមើលរឿងរ៉ាវក្នុងសាវនាការគាត់ជាចៅហ្វាយក្រុងហើយលោកជាអនុចៅហ្វាយស្រុកដូច្នេះគេត្រូវមកពិនិត្យអ្នកតូចចឹងហើយខ្ញុំទៅមើលសិនអើដល់លពូអើឈប់លោកម្ចាស់រៀងក្តីនេះឯងដែលសៀនទៅឈរទៅមកខាងភ្លាមថ្លង់ទេឯងបាទអូលពូក៏អីបដល់ហើយជួយគួយទៅកាអីខ្មោចឯងអីអ្នកស្រីចិនអ្នកស្រីថាឆាងអុយគេសម្រាប់គ្រួសាររបស់អ្នកស្រីអត់13អ្នកតើមានអ្នកណាឃើញទៀតទេហើយគ្រូពេទ្យចេញមកលោកអាចារ្យគ្រួសារឈី13អ្នកដូចឆ្កែមកក្បាលត្រូវស្លាប់ឡើងមុខខ្មៅឲ្យខ្ញុំយកបញ្ចូលប្រាក់នេះទៅពិសោធន៍ក៏ខ្មៅដែរបញ្ជាថាត្រូវស្លាប់ដោយសារថ្នាំពុលទាំងអស់លោកម្ចាស់ឲ្យថើបទៅបានឃើញមកឯមួយឆ្លាងធំនៅកន្លែងកើតហើយនៅក្នុងនោះក៏មានថ្នាំពុលដែរស្រីថ្នាំធំគ្រួសារឈីស្លាប់ដោយសារថ្នាំពុលហើយឯកនាងថាឆាងអូជាសម្រាប់ទៅវិញនាងមូលបង្កាយគេចង់យ៉ាងម៉េចអាចទៅធន់ណាលោកម្ចាស់ខ្ញុំបានឃើញឆាងអូយដេញសម្រាប់អ្នកបម្រើច្បាស់ណាស់តើមានអ្នកណាឃើញទៀតទេខ្ញុំឃើញអ្នកយាមក៏ឃើញដែរអ្នកយាមហើយអ្នកយាមលោកម្ចាស់ខ្ញុំអត់បានឃើញឆាងអ៊ុយដេញសម្រាប់ឡាយហ្វូទេឃើញតែឡាយហ្វូដេញសម្រាប់ឆាងអ៊ុយរួចហើយខ្ញុំឃើញឡាយហ្វូដេញឆាងអ៊ុយក៏រត់ទៅហើយរត់មកខ្ញុំសន្លប់ថែមទៀតហើយខ្ញុំសន្លប់ទៅដឹងខ្លួនឡើងអត់ដឹងស្អីទាំងអស់យប់មិញអញមិននិយាយចឹងទេឯងអូយប់មិញខ្ញុំវិញស្បារដីនិយាយតែព្រឹកតែផ្ដោះឯងគិតតែច្បាស់សិនចាំនិយាយលើទេបាត់មកហើយហើយថាការហាងថ្នាំចេញមកត្រូវឲ្យលោកម្ចាស់ម្សិលមិញស្រីម្នាក់នេះទៅហាងលក់ថ្នាំរបស់ខ្ញុំនាងថាផ្ទះនេះមានកណ្ដុរច្រើនណាស់ក៏ទិញថ្នាំមួយនាលថែមទៀតផងគឺថ្នាំកណ្ដុរខ្ញុំអត់មានទេខ្ញុំទៅហាងរបស់គាត់ទិញថ្នាំក្អកឲ្យប្តីរបស់ខ្ញុំទេលោកម្ចាស់ហើយទូស្គាល់ចូលមកជំរាបលោកម្ចាស់ខ្ញុំឈ្មោះហ្វាងថាងជីងមានពាក្យបណ្ដឹងសូមប្រកល់ជូនលោកម្ចាស់អូ
ប្តឹងពីអ្នកណាគេខ្ញុំតំណាងឲ្យគ្រួសារឆាងទី1ប្តឹងពីអ្នកស្រីឈីងតាក់ទងជាមួយអ្នកប្រុសឆាងអ៊ុយហើយក៏មូលបង្កាច់អ្នកប្រុសថាសម្លាប់មនុស្សហើយទី2ខ្ញុំប្តឹងចៅវាយស្រុកប៉ៅឡុងឈីងគឺគេម្នាក់ហ្នឹងហើយលោកម្ចាស់គេបានទទួលសំណូកពីអ្នកស្រី30,000ដំណឹងនៅក្នុងផ្ទះសិតតែប្រាក់ទាំងអស់ទៀតផងបើជាអញ្ចឹងមែនហើយឆាប់នាំគ្នាចូលទៅមើលភ្លាមទៅបាទអូនលោកម្ចាស់ខ្ញុំសុំទៅរៀបចំឲ្យបានសិនបានទេឈប់សិនអូទៅកុំបានសូមរាយការណ៍លោកម្ចាស់នៅក្នុងផ្ទះសិតតែមាសហើយនឹងប្រាក់មែនប៉ៅឡុងឈីងពេលនេះយើងបញ្ចុះជើងឲ្យបណ្ដោះអាសន្នសិនពេលដែលស្រាវជ្រាវច្បាស់លាស់ហើយចាំកាត់ក្តីតទៅទៀតអូយអាលីយ៉ាងគ្មានសល់ទេនេះអ្នកស្រីឈឹងអត់បានឲ្យប្រាក់ខ្ញុំទេគឺវានេះហើយជាអ្នកឲ្យខ្ញុំថ្លើមធំយើងមិនឈរជើងអីហើយនៅហ៊ានតវ៉ាទៀតវាយ30ដំបងខ្ញុំអត់លពូវាអបគ្នាយើងដកថយសិនទៅល្អជាងអាកូនធေါ်លើកនេះយើងមិនអាចជួយឯងបានទេអ្នកស្រីឈឹងអ្នកស្រីសម្លាប់មនុស្សហើយបែរជាហ៊ានទម្លាក់កំហុសទៅលើគេអញ្ចឹងលោកម្ចាស់អាចទៅធន់ណាឃាតករទៅឆាំងអុយឃាតករទៅឆាំងអុយធំកុំស្រីលើលាក្នុងសវនាការទីហ៊ានវាយគេព្រាមទៅអាចទៅធន់ណាលោកម្ចាស់លោកម្ចាស់ខ្ញុំឆ្ងល់ថាមិនក៏ដើមចោលទៅជាចុងចោលវិញអញ្ចឹងយើងមិនចូលជើងអីហើយចេះតវ៉ាស្អីទៀតតិចក្បាលឥឡូវហ្នឹងវាយវាថែមទៀតវាយទៀតទៅវាយវាតួសាច់តែម្ដងទៅវាយទៅលោកម្ចាស់ខ្ញុំជាបងប្អូនជាដូនមួយរបស់តកូលយ៉ាងកាលពីយប់មិញនេះខ្ញុំបានឃើញ live នឹងអ្នកស្រីឈីងនេះសហ័យគ្នាដោយចេតនាអ្នកស្រីឈីងគាត់បានវល់ខ្ញុំមិនឲ្យនិយាយរឿងនេះប្រាប់អ្នកណាទេហើយថែមទាំងឲ្យខ្ញុំទៅពិភាក្សាជាមួយគាត់ទៀតផងហើយពេលដែលខ្ញុំទៅដល់ទីនោះនាងក៏បានឲ្យបបរបង្អែមមួយឆ្នាំមកខ្ញុំមនុស្សនៅក្នុងគ្រួសារទាំងអស់គឺស្លាប់ដោយសារតែនាងលោកម្ចាស់ឯងនិយាយកុហកវាយមកនាងហើយអូចេញភ្លាមទៅពេលនោះខ្ញុំមានការសង្ស័យខ្ញុំមិនហ៊ានហូបទេហើយខ្ញុំក៏ដើរមើលគ្រប់កន្លែងពេលនោះបានឃើញមនុស្សក្នុងគ្រួសារឈីស្លាប់ទាំងអស់ពេលនោះ live ចូលមកពីខាងក្រៅមានបំណងចង់សម្លាប់ខ្ញុំគេក៏ប្រឡែងឆ្កែមកឲ្យថែមខ្ញុំខ្លាចក៏រត់ចេញទៅហើយ live ក៏ដេញតាមខ្ញុំទៀតហើយពេលនោះវាក៏ស្រែកថាជួយផងមិនទាន់ដឹងអីផងស្រាប់តែលោកម្ចាស់ប៉ៅឈួតអីនោះក៏នាំគ្នាមកចាប់ខ្ញុំវាយតែម្ដងទៅអ្នកស្គៀវលោកម្ចាស់ឃើញទេគេវាយខ្ញុំទៀតហើយលោកម្ចាស់ឃើញទេថយចេញមកហេហើយយកមកចេញមកសូមគោរពលោកម្ចាស់ខ្ញុំបានធ្វើតាមការផ្ដាំរបស់លោកម្ចាស់ទៅពិនិត្យឲ្យអ្នកស្រីឈីងនៅថ្ងៃកើតហេតុនោះនៅលើខ្លួនរបស់អ្នកស្រីឈីងពិតជាមានស្នាមរួមរយៈជាមួយគ្នាមែនម្យ៉ាងទៀតថែមទាំងមានផ្ទៃពោះ2ខែទៀតផងលោកម្ចាស់អញ្ចឹងបានន័យថាមិនខុសទេអ្នកស្រីទី2គ្រួសារឈីមានជំងឺច្រានសុខភាពខ្សោយគ្រូពេទ្យត្រួតពិនិត្យឃើញថាគេមិនអាចមានកូនតាំងពីដំបូងមកម្លេះរឿងនេះអ្នកណាក៏ដឹងដែរហើយពេលអ្នកស្រីឈីងមានផ្ទៃពោះបញ្ជាក់ថាគាត់មានសហាយពិតប្រាកដហើយឡែហ្វូចេញមកខ្ញុំបានសូមគោរពលោកម្ចាស់អាចោលថ្លើមធំអាយហ៊ានសហាយជាមួយអ្នកស្រីឈីងថែមទាំងសំណាប់គ្រួសារឈីទៀតអាយនិយាយមកតើមែនឬក៏មិនមែនលោកម្ចាស់ខ្ញុំបានសហាយជាមួយអ្នកស្រីមែនក៏ប៉ុន្តែរឿងដាក់ថ្នាំពុលខ្ញុំអត់បានដាក់ទេខ្ញុំថានាងប្រកាសជាអ្នកដាក់ថ្នាំហើយលោកម្ចាស់ខ្ញុំអត់មានទេឯងថានាងស្រឡាញ់ឯងតើឯងមានផុសតាងឯងបញ្ជាក់បានទេគេមិននឹងជឿឯងមិនមែនទេអ្នកស្រីទី2គាត់ថាស្រឡាញ់ខ្ញុំព្រោះខ្ញុំមានកម្រិតវប្បធម៌ខ្ពស់ហើយថែមទាំងជូនកំណាព្យខ្ញុំមួយឃ្លាទៀតផងលោកម្ចាស់ចាំមើលខ្ញុំអានឲ្យស្ដាប់ណាទេសភាពល្អប្រំប្រៃរកអ្វីប្រៀបផ្ទឹមពំបានគូសង្សារទាំងពីរជួបគ្នាទាំងថ្ងៃទាំងយប់ណាលោកម្ចាស់សូមពិនិត្យមើលចោលស្រីថ្លើមធំហ៊ានសហាយស្មន់ជាមួយនឹងបម្រើខ្លួនឯងសម្រាប់គ្រួសារខ្លួនឯងអត់13នាក់ឥឡូវនេះសាស័យនឹងផោះតាំងមានគ្រប់គ្រាន់អស់ទៅហើយឥឡូវយើងសួរនាងតើនាងត្រូវទទួលទោសរបៀបណាអយុត្តិធម៌ណាខ្ញុំមិនទទួលទេទទួលទណ្ឌកម្មភ្លាមលោកម្ចាស់មិនត្រូវឲ្យនាងទៀតទេពូឈប់តវ៉ាជំនួសនាងទៀតទៅលោកម្ចាស់គ្រួសារខ្ញុំធ្វើមន្ត្រី3ចំនួនមកហើយដឹងថាមន្ត្រីតែងតែមូលបង្កាយគេតែសូមលោកម្ចាស់ក៏មូលបង្កាយខ្លាំងពេកឯងគ្មានសិទ្ធិនិយាយនៅទីនេះទេអើយកុំអីលោកម្ចាស់វាយគេទៅធ្វើស្អីហ្នឹង
អ្នកស្រីឈីងបានសារភាពអត់ទៅហើយត្រូវយកនាងទៅដាក់គុកដើម្បីរងចាំប្រហារជីវិតនាំគេទៅបាត់សៅនាការហ៎សុំទោសព្រឹលធ្លាក់ហើយអាចយុត្តិធម៌ណាខែ6ព្រឹលធ្លាក់មកដល់ហើយអាចយុត្តិធម៌ណាកាត់ក្តីម្ដងទៀតទៅកាត់ក្តីម្ដងទៀតទៅកាត់ក្តីម្ដងទៀតទៅអូលោកពូស្គប់ចិត្តសិនទៅលោកពូបាទដល់ប៉ុណ្ណឹងបាទដល់ក្នុងផ្ទះគ្មានស្អីផតទៅរកផតឯណាទៅលោកពូហើយស្មានតែគេទុកឲ្យយើងរកឃើញបានដល់ងាយហេមុនពេលស្លាប់ហើយនឹងអាចបញ្ចេញក្បាច់ឬទៅតេស្តបានទៀតគួរឲ្យសរសើរលបងពិតជាវីរៈជនមែនតើដល់លោកពូនេះគឺក្បាច់យកភ្លើងរំលងភ្នំហ៎ត្រូវហើយឯងគ្រាន់បើមែនតើដល់លោកពូនេះគឺឆ្កែរឹងណាអូតែលោកឆ្កែរឹងរបស់គ្រូសាឈីទេដឹងតាន់ពីវអមក៏លោកពូដឹងហេណ៎ណាគេសរសេរអញ្ចេះអូខ្ញុំនឹកឃើញហើយលោកពូបានប្រាប់ថាមិនត្រូវប៉ះពាល់របស់ទាំងនេះទេហើយត្រូវបញ្ជាក់ថាជាស្អីទេផងទេវតាជួយខ្ញុំហើយណែបាយក្បាលឆ្កែមកខាងនេះមកហើយផ្ងាជើងវាឡើងលើទៅហេអត់មានថ្នាំពុលទេប៉ុន្តែឆ្អឹងវាបាក់អត់ទៅហើយបញ្ជាក់ថាគេសម្លាប់វាហើយមួយក៏មនុស្សទាំងអស់នេះត្រូវថ្នាំពុលអញ្ចឹងត្រូវពិនិត្យសារសពទៅបានអូពិនិត្យសារសពឲ្យលោកពូមកកើតទៀតនោះអីចិត្តក្នុងពងក៏អត់មានចិត្តពឹសទេមានក៏ដោយអត់ក៏ដោយចាំទិញទៅលពោស្អុយណាយើងទៅមើលខាងនោះទៀតសិនមើលទៀតតែលពោអាកុំចាំពងកយចាក់ពោះម្ដងទៅបាននេះត្រាមកចូលប្រាក់អត់ខ្មែរទេបានន័យថាគ្មានជាតិពឹសហើយក្នុងពោះអត់មានជាតិពឹសពងកអត់ជាតិពឹសបើចឹងបានន័យថាអត់មានជាតិពុលទេបើចឹងបានន័យថាដែរគំនិតរបស់ឯងបានន័យថាយើងជោគជ័យហើយមែនទេត្រូវហើយប្រកបជាជោគជ័យអស្ចារ្យអស្ចារ្យចាចាចាអស្ចារ្យអូយបានជ័យហើយអស្ចារ្យចាចាលោកម្ចាស់ចិនមកធ្វើអីដែរគឺមកចាប់ឯងនឹងហើយណាទៅឆាប់ទៅលើខ្ញុំទៅខ្ញុំមានទោសអីលើខ្ញុំវិញទៅឯរំខានសារសពត្រូវមានទោសជាប់គុកហើយកុំតបអាចារ្យនេះលោកម្ចាស់ឆាងឯងធ្វើបានល្អណាស់នេះគឺមកពីលោកម្ចាស់ឆាងមានការឆ្លៀសវៃដឹងថាពួកវាមកទីនេះដើម្បីរកផោះតាំងតវ៉ាទៀតនៅមានទីណាយមនេះត្រូវដុតបំផ្លាញសារសពឲ្យអស់ទៅលើនេះខ្ញុំដឹងហើយជប់សិនជីស្មើត្រូវជីទាំងឬចាត់មនុស្សឲ្យទៅក្នុងគុកសម្រាប់បើលងឈីងចោលតែម្ដងទៅហើយណែលបងជួយប្រាប់ថ្នាក់លើផងទៅបើសិនជាខ្ញុំជួយធ្វើជាសារស្អីតាអធិស្ឋានឲ្យខ្ញុំបានទេឯងមានទោសធ្ងន់ណាស់ក្មួយរបស់ឯងនៅគេលឿនជាងឯងទៅទៀតប្តឹងបាត់ទៅហើយប្រហែលជាស៊ីសុបឲ្យផ្ទះហើយក៏មិនដឹងដែរឯងក៏មានថ្ងៃនេះដែរមែនទេឯងថាម៉េចហ្នឹងមន្ត្រីចង្រៃដូចជាឯងជើងវាសំតែគេយកមកដាក់គុកហើយចាំឲ្យខ្ទេចទូសំមុខណែថ្ងៃនេះយើងអត់សប្បាយចិត្តទេបើសិនជានិយាយច្រើនទៀតប្រយ័ត្នយើងលែងគួរសមណាយើងនិយាយទៅវាយ៉ាងម៉េចបើឯងគ្រាន់បើចេញមកវាយជាមួយយើងមកមន្ត្រីភ្លីដូចជាឯងវាសំជាប់គុកជាមួយនឹងមនុស្សគ្រួសារឈីអញ្ចឹងហើយមនុស្សគ្រួសារឈីមួយណាទៅឯងនិយាយច្បាស់ទៅមើលគឺស្រីថោកទៀបម្នាក់រៀបការជាមួយអារ៉ាបីនោះហើយនៅពីក្រោយខ្នងឯងនោះឯងខ្វាក់ភ្លេចទៀតមិនក៏ឃើញនៅខាងក្រោយនោះហើយយូរហើយមិនក៏ឯងព្រមប្រាប់អាចចឹងណានៅបងទី2ខ្ញុំគឺប៉ាឡងឈីងណានៅបងទី2លោកមិនចាំបាច់ធ្វើបើជាចិត្តល្អទេចង់បន្ថែមទោសមកលើខ្ញុំតាមចិត្តចាស់ការពិត
ទៅខ្ញុំក៏ចង់ទៅជួបប្តីខ្ញុំឲ្យបានឆាប់ដែរតែស្ដាយណាស់ដំណក់ឈាមនៅក្នុងពោះរបស់ខ្ញុំជាឈាមរបស់ត្រកូលឈីនោះជាកូនរបស់អាបីនោះជាមួយនឹងបងតាមមែនទេពិតជាកូនរបស់ហើយប្តីខ្ញុំមានគម្ពីរថ្នាំប្រចាំត្រកូលឲ្យទៅផឹកថ្នាំតាមកំណត់របេងរបស់គាត់នឹងបានធូរហើយម្យ៉ាងទៀតថែមទាំងមានឥទ្ធិពលជាបរិសុទ្ធទៀតផងហើយគាត់មានឥទ្ធិពលខ្លាំងណាស់អីក៏ពូកែម្ល៉េះហេតុអីក៏លោកមិនមកទីនេះតែម្ដងទៅនឹងអាចធ្វើបាបខ្ញុំតាមតែអំពើចិត្តបាននៅបងទី2នៅបងយកច្រឡំលើខ្ញុំហើយនៅបងមើលសូម្បីតែរូបខ្ញុំក៏ត្រូវជាប់គុកដូចនៅបងចឹងដែរនៅបងឃើញហើយឬនៅនេះគឺជាឯងអ្នកទោសលោកម្ចាស់ខ្ញុំយល់ច្រឡំលើលោកម្ចាស់ហើយមិនអីទេតែខ្ញុំសង្ឃឹមថាខ្ញុំប្រកាសជាអាចចេញពីទីនេះបានលើកនេះខ្ញុំប្រកាសជាត្រូវគេសម្លាប់ហើយលោកម្ចាស់ខ្ញុំនាំទុកដល់លោកម្ចាស់នៅបងទី2កុំនិយាយចឹងអីហត់ចង្អុលដៃភ្លាមមកហត់ចង្អុលដៃមកខ្ញុំមិនជឿថាលើលោកនេះគ្មានច្បាប់ទេខ្ញុំសន្យាជាមួយអ្នកបងឲ្យតែជីវិតខ្ញុំនៅរស់ខ្ញុំនឹងស្វែងរកយុត្តិធម៌ឲ្យទាល់តែបានអរគុណលោកម្ចាស់ហើយលោកពូទី13លោកពូទី13មកក៏ឯងចាំបាច់ស្រែកកុំជួយច្រើនគេយកទៅបហាជីវិតដល់ឡើយអើយអ្មេចក៏អញ្ចឹងគេចោទថាពូនឹងច្រើននិយាយចាស់ទម្លាក់ទៅហើយរំលោភមេជ្រូកថែមទៀតផងដល់ខ្ញុំមានបានរំលោភមេជ្រូកឯណាអូគេចិត្តតែមួយបកាច់នឹងដល់ឥឡូវខ្ញុំពិភាក្សាជាមួយឪខ្ញុំឲ្យថាមុនពេលពូស្លាប់ត្រូវរកស្រីព្រមចារីមិនឲ្យពូរំលោភដើម្បីបន្តពូទៅទៀតអាលេងឡើងគេមើលអូចាំតិចសិនដល់អូដល់ពេលឡើយខ្ញុំទៅវិញឡើយអូដល់ឆាប់ចូលទៅឆាប់ឡើងចូលទៅហ៎គឺនាងប៉ិតជានាងមែនណាមែនហើយបើមិនមែនខ្ញុំតាណាទៅអាក្មួយសម្លាញ់ជួយយកកណាត់ខ្មៅបាំងមកអញផងមិនអីទេខ្ញុំចេះវិជាទម្លាយចិញ្ចាំងណាក្បាច់គុណគ្រាន់បើមែនតែនតានេះអូចាប់ទៅកុំជួយច្រើនពេកណែបងទី2ខ្ញុំប្រកាសជាមកជួយបងវិញមិនខានទេអូយកុំបោកបាច់ច្រើនពេកទៅលោកម្ចាស់ខ្ញុំសូមជូនពរលោកម្ចាស់ឲ្យមានអាយុវែងនិងមានសេចក្តីសុខទៅតាមផ្លូវអាទី13ឯងត្រឡប់មកវិញហើយប្រកាសឲ្យម៉ែស្មារតីម៉ែនៅចាំល្អណាស់ម៉ែអាទី13ឯងត្រឡប់មកវិញល្អហើយកូននៅពុករបស់ឯងឈឺធ្ងន់ណាស់ណាពុកយ៉ាងម៉េចហើយពុកមិនអីទេគេជួយឯងមកវិញគឺប្រសើរណាស់ទៅហើយខ្ញុំគ្មានបានការធ្វើឲ្យពុកអាម៉ាស់មកមិនបែរចឹងទេមកពីល្បិចឯងមិនដល់វាឯងមានដឹងទេមន្ត្រីពុករលួយវាត្រូវតែមានល្បិចឯងមិនត្រូវតែត្រូវមានល្បិចជាងវាទៅទៀតបើមិនចឹងមិនអាចទប់ទល់នឹងវាបានទេកូនប្រុសស្ដាប់ពុកណាទីជាល្បិចខុសខើណាតែខ្ញុំគិតតែរាជធានីណាពុកដល់ពីជំហៀងនេះពុករសាទុក20ឆ្នាំហើយលើឯងទុកឲ្យបានល្អផងនំពីមួយជំហៀងបាននេះធ្វើម៉េចទៅពុកការពីពុនមានតុលាការនៅរាជធានីមិនដែលអត់បាយស៊ីហើយពុកក៏ឲ្យវាស៊ីហើយពេលនោះវាក៏បេះនំពៀមួយកំហៀងនេះមកឲ្យពុកមកហើយថ្ងៃក្រោយបើសិនជាវរស៊ីកាកបវាប្រកាសจะជួយយើងជាមខាតែបើកូនទៅរកវាកាន់នំពៀមួយកំហៀងនេះទៅវាប្រកាសจะជួយព្រោះវាសងកូនពុកតែខ្ញុំខ្លាចនៅតែមិនឈ្នះវាណាពុកមិនអីទេកូនវាជាមនុស្សយុត្តិធម៌ណាស់ហើយវាឈ្មោះស្អីប៉ាវឈីងស្អីប៉ាឈីងធានណាពុកអើបែរហើយប៉ាឈីងធានណាគេបានសរសេរកំពីមកក្បាលហើយកំពីនោះនៅនឹងពុកបានរៀនចេះចប់អត់ទៅហើយកូនដឹងទេពុករៀនបកកែណាមិនកំប្រាប់កូនពីដំបងឥឡូវនេះណែណាអូនោះម៉ែឯងលេងវាក៏យកទៅកលជើងតុកនោះទៅអសរជ្រៅជើងចឹងខ្ញុំមើលមិនដាច់ទៅពុកអត់នេះវាជារឿងងាយទេបើឯងមិនចេះខំរៀនទៅរកមនុស្សម្នាក់ឲ្យបង្រៀនឯងទៅវាចប់រឿងទៅហើយខ្ញុំដឹងហើយពុកតែមានរបស់អីសនទៀតទេឆាប់យកចេញអស់ភ្លាមមកអាទី13គ្រួសារប៉ៅយើងនឹងមានដាវទឹកមួយទៀតគឺជារបស់ព្រះរាជាប្រទានឲ្យឯងយកទៅរាជធានីទៅដាវទឹកនៅណាម៉ែណែចូលទៅនេះហើយជាដាវទឹកសម្រាប់ស្ដេចអាក្រក់ក៏បានមន្ត្រីអាក្រក់ក៏បានដែរឯងយកទៅណាអាគុយរសាដាវទឹកនេះបានល្អឬទេបតពុក
ខ្ញុំគ្រាន់តែអើយអីសើស្អីអីលេងយើងព្រោះតែចង់យើងសម្រាប់ប៉ាលោកឈីងហ៎យោអីក៏មិនមែនជាមនុស្សដែរអីមិនចាំបាច់មកនិយាយទេយើងត្រូវតែសម្រាប់ប៉ាលោកឈីងឲ្យទាល់តែបានញ៉ាណែគួយមិនអាចខ្ញុំឲ្យប្រាក់មកមិនតិចទេមិនក៏ឯងចេះតែយកទៅទិញឆាយថាអញ្ចឹងអូលពូអត់ដឹងទេ30ដុល្លារបើយើងចាយទៅ1ផ្លេតអស់ហើយតែយកទិញឆាយថាវិញដល់រាជធានីស៊ីមួយថ្ងៃក៏អត់ដែរអើលោកពូស្អីដល់លពូអត់មើលគេតិចមើល មនុស្សនឹងអត់ហើយ អាចចាក៏ឲ្យបានជាគេបាត់ប្រកាសតាមចាំអញ្ចឹងពិតមែនហើយនឹងខ្ញុំដូចជាម្ដាយ អូលពូបុកដោយលពូដែរតើមិនដូចទេមិនថាដូច ត្រូវហើយ គ្រោះថ្នាក់ណាស់មិនកើតទេអូឆាប់ចេញពីទីនេះព្រាមតែឆាប់ឡើងលោកផុតអស់ហើយតើអាគឺវាហ្នឹងហើយជិះអូជិះសាប់ចេញដេញស្បៃចូលចូលកុំលើណែឆាប់ឡើងមេឃងងឹតហើយឲ្យឆាប់ឡើងបន្តិចមកលឿនឡើយឲ្យលឿនឡើងឲ្យរៀបចំតែលឿនកុំដេញខ្ញុំកាត់ពេកជួយផងហ៎តាមពិតឯងជាមនុស្សស្រីតាមានគេដេញតាមខ្ញុំភ័យណាអត់ចង្រៃឲ្យរត់ទៅណាមិនរួចទេឲ្យចាំមើលចុះយើងប្រកាសចេះចាប់ឲ្យអត់ទៅបានចង្រៃឲ្យចាំមើលទៅគេជាណាចង្រៃហ្នឹងគេថាខ្ញុំជានាងទី9តើនាងទី9ណាខ្ញុំអរគុណដែលបានជួយខ្ញុំចុះនាងឈ្មោះអីដែរឈ្មោះហៃភីងអូចុះលោកកណែអូកងពិតជាអានកំបាំងមែនអូហៃភីងអូកងអានកំបាំងណាត្រូវហើយមិញនេះហេតុអីបានជាម្នាក់នោះចង់សម្លាប់មិននិយាយទេប្រកាសជាឃើញគាត់ស្អាតចង់រំលោភទើបបានជាអញ្ចឹងតាមែនទេហេយ៉ាបងប្រាប់ឈួតមែនគាត់ជាមនុស្សប្រាំតែកុំខ្លាចអីខ្ញុំនាំលោកទៅញ៉ាំបាយចាណែហូបឲ្យច្រើនទៅមិនបាច់គួរសមទេណាបាទបងឲ្យភីងក្រុមប៉ាហីរបស់បងចង់ទៅលេងរាជធានីតាមែនទេត្រូវហើយខ្ញុំចង់ទៅលេងរាជធានីដែរប៉ុន្តែមិនចូលទីក្រុងទេបើអញ្ចឹងទៅជាមួយគ្នាទៅយើងអាចជួយគ្នាទៅវិញទៅមកបានបងយល់យ៉ាងម៉េចដែរសួរបងប្រុសរបស់ខ្ញុំទៅប៉ុន្តែលោកត្រូវទៅជួយសម្ដែងឲ្យខ្ញុំផងតែខ្ញុំអត់ចេះទេមិនចេះត្រូវតែរៀនខ្ញុំហ្នឹងណែហូបទៅកុំនិយាយច្រើនពេកហូបទៅហូបឆ្អែតទៅណ៎ណែអរគុណអ្នកទាំងអស់គ្នាអរគុណហើយពិតជាគាត់អរចាណាអរចាមែននៅបៀមធ្វើស្អីទៀតនេះគឺអៀមតា
ណែសៀថាយប់ហើយអញគិតទៅណាហ្នឹងខ្ញុំមិនចង់រំខានពួកឯងទៀតទេដើម្បីកុំឲ្យពួកឯងពិបាកចិត្តខ្ញុំទៅតាមផ្លូវខ្ញុំហើយឯងគិតទៅដល់ណាដែរផែនដីធំធេងណាខ្ញុំទៅណាក៏បានដែរនៅខាងក្រៅភ្លៀងខ្យល់ខ្លាំងណាស់ឯងចេះរក្សាសុខភាពផងខ្ញុំអរគុណហើយណែកុំថាខ្ញុំមិនគួរសមនឹងឯងណាណាខ្ញុំណាល្បិចតាមបាយស៊ីថែមតែមានផ្ទះនៅទៀតផងណែអមេក៏ឯងចូលមកបានខ្ញុំចូលមកតាមប្រហោងនោះឯងចែកពង្រួញខ្លួនណាត្រូវហើយតែខ្ញុំមិនជឿទេហើយកុំនិយាយច្រើនផ្ទះសំណាក់គេដេកលក់អត់ទៅហើយនៅសន្តិយើង2នាក់ក្រេ1 2នាក់តែម្ដងទៅធ្វើអញ្ចឹងមិនកើតមកយើងជាប្រុសដូចគ្នាតើឬមួយក៏ឯងជាមិនមែនទេបើអញ្ចឹងទៅលេខខ្ញុំទៅខ្ញុំទៅហើយមានកាយហ្នឹងមានបងប្អូនបរោឯងបងប្អូនណាអូលពូខ្ញុំលពូឃើញហើយបាត់មកផងទៅយើងមិនចង់ឃើញមុខឯងទៀតទេឯងនេះល្ងងណាឯងល្ងងមែនអើយបើខ្ញុំបកកាយបើល្ងងចឹងទេអូលពូទី13ហើយកុំហាញចឹងប្រកាសច្បាស់កាយបើចឹងឲ្យខ្ញុំហៅយ៉ាងវិញឯងធ្វើជាពុកខ្ញុំហើយហៅខ្ញុំថាអ្នកនាងទី9ទៅអ្នកនាងទី9ស្អីបើក៏ឯងធ្វើអញ្ចឹងគេចិត្តល្អឲ្យឯងនៅស៊ីចុកជាមួយហើយឯងនៅតែកុហកគេទៀតសុំទោសអ្នកទាំងពីរគេជាស្រីទេពុកអើយបានហើយអ្នកនាងទី9ការប៉ាត់ឯងជាស្រីទេត្រូវហើយនាងក៏ដឹងស្រាប់ហើយវាជាស្រីដើរហើយឆ្ងាយអញ្ចឹងគ្រោះថ្នាក់ណាទើបបានតបតែបែបនេះកូនស្រីឲ្យឆាប់សុំទោសគាត់ភ្លាមទៅមិនកុំសុំទោសគេទៅឆាប់ឡើងការប៉ាត់បងប្រុសក៏ឯងប្អូនប្រុសក៏ឯងនេះពិតជាឆ្លាតមែនទេកុំចំអកឲ្យខ្ញុំអីនាងទី9ឲ្យខ្ញុំមានការចង់និយាយជាមួយនាងកុំរំខានខ្ញុំខ្ញុំមានការរឿងពូទី13ដល់ខ្ញុំមកវិញហើយខ្ញុំបានតាមដានរួចហើយណាពូប៉ាហ៊ីគេលេងប៉ាហ៊ីតាមផ្លូវរហូតចំណៃយើងនៅសល់ឆាយថៅតិនតិចទេគូយល់អស់យើងស៊ីបាយជាមួយគេតែម្ដងទៅខ្ញុំបាននិយាយរួចអស់ហើយបងប្រុសមិនក៏បងធ្វើអញ្ចឹងគេជាមនុស្សស្រីតែបងមិនដឹងទៅប៉ុន្តែឥឡូវនេះបងបានដឹងហើយតាមែនទេអេអ៊ីងថៃយប់នេះយើងនៅជាមួយគ្នាគេងក្រែជាមួយគ្នាផងបានឈប់សិនខ្ញុំមិនហ៊ានដេកម្នាក់ឯងទេខ្ញុំខ្លាចខ្មោចអត់បញ្ហាខ្ញុំក៏ដល់បានប្រច័នយប់នេះស្អាតណាស់តែទៀតលែងស្អាតហើយមកដេកមកតែឯងមានធ្លាប់អង្គុយលើដំបូលផ្ទះមើលប្រច័នហើយជជែកគ្នាលេងទេអញ្ចឹងខ្ញុំស្អប់ណាខ្ញុំធ្លាប់លើគេនិយាយថាពេលដែលប្រច័នភ្លឺជាងគេមូលជាងគេឲ្យតែយើងនិយាយពីបំណងប្រាថ្នារបស់យើងប្រាប់គេបំណងនោះនឹងបានសម្រេចអញ្ចឹងមានមនុស្សបន់ស្រន់ទេចាមានចុះឯងកាលពីនៅតូចខ្ញុំចង់ធ្វើជាមន្ត្រីម្នាក់ដល់ពេលដែលខ្ញុំធំឡើងទើបខ្ញុំដឹងថាចង់ធ្វើជាមន្ត្រីល្អមិនមែនជាការងាយទេតែហើយកាលនៅកំពង់ផែខ្ញុំឃើញឲ្យក្បាលធំហើយឯងជាមនុស្សចង្រៃកាលពិតឯងជាណានាឯងជាណានាដែរខ្ញុំតកូលប៉ាវឯងគឺប៉ាឡុងឈីងត្រូវហើយមកកនាងដឹងហើយអ្នកនៅម្ដុំនេះគេថាលោកព្រោះតែជួយស្រីអ្នកទោសម្នាក់ត្រូវបាត់បង់តំណែងពីខ្លួនលោកជាអ្នកក្លាហានណាស់ការពិតខ្ញុំអត់ហ៊ានឡើងលើហើយក៏អត់ហ៊ានចុះក្រោមផងតែក្នុងចិត្តរបស់ខ្ញុំលោកជាអ្នកក្លាហានជាងគេបើនាងមកខំខ្ញុំត្រូវសារភាពពីព្រោះថាខ្ញុំចិត្តទន់ណាស់ហើយម្យ៉ាងវិញទៀតណាបើសិនជាបងមិនដេកជាមួយខ្ញុំទេពិតជាមានគ្រោះថ្នាក់ណាស់ណាបងទៅរាជធានីត្រូវប្រយ័ត្នប្រយែងឲ្យមែនតែនត្រូវនឹកអូនគ្រប់ពេលវេលាណាអូនទៅលេងប៉ាហ៊ីគ្រប់កន្លែងត្រូវពាក់អាវឲ្យបានច្រើនត្រូវនឹកបងគ្រប់ពេលវេលាមិនត្រូវមានប្រុសផ្សេងទេកុំតាក់ទងប្រុសផ្សេងទៀតមិនអីទេបងគ្មានអ្នកផ្សេងទេតាំងកាលយើងជួបគ្នាទៀតតែរដូវផ្ការីឆ្នាំក្រោយយើងជួបគ្នាទៀតលីអើយនៅក្មួយប្រុសនេះជានំរបស់ក្មួយមែនទេបាទត្រូវហើយចៅពុករបស់ក្មួយយ៉ាងម៉េចទៅហើយគាត់ស្លាប់បាត់ទៅហើយមិនក៏មនុស្សល្អបែរជាអាយុខ្លីទៅវិញ
ខ្ញុំមិនលាក់បាំងនឹងលោកទេខ្ញុំខំធ្វើដំណើររាប់ម៉ឺនយោជគឺមានរឿងមួយចង់ឲ្យលោកជួយដល់ខ្ញុំ ក្មួយមានរឿងអី ការពិតខ្ញុំជាមន្ត្រីម្នាក់តែត្រូវអ្នកមានម្នាក់ខົບខិតជាមួយមន្ត្រីពុករលួយដូច្នេះ មិនបាននិយាយទេគ្រាន់តែលើពាក្យថាពុករលួយខ្ញុំស្អប់បំផុតហើយមួយជីវិតខ្ញុំស្អប់មនុស្សអាក្រក់ណាស់លោកពូពេលនេះពពករស័តបាត់ដួងចានអត់ទៅហើយប្រាប់ខ្ញុំមកតើម្នាក់នោះជាអ្នកណាត្រូវឲ្យឯងនិយាយទៅយើងនឹងចាប់វាយកមកកាត់ទោសតែម្ដង វានោះគឺឆាងអ៊ុយឪពុករបស់វាគឺអាចចង្រៃឆាងខុនដែលជាចៅហ្វាយក្រុងនោះណា លោកម្ចាស់លោកដឹងថាត្រូវធ្វើយ៉ាងម៉េចហើយពួកឯងចោលខ្ញុំធ្វើយ៉ាងម៉េច ខ្ញុំចង់យកក្បាលឲ្យកូនវាទាំងពីរនាក់មកកាត់ផ្ដាច់តែម្ដង លោកពូបើកាត់ឲ្យទៅខ្ញុំកាត់ម្ដង ហើយឯងកាត់ឲ្យត្រូវឲ្យមកខ្ញុំកាត់វិញលោកម្ចាស់ចង់កាត់ដែរទេ ខ្ញុំមានចំណាយដែរ អូលោកម្ចាស់ឈ្មោះអីដែរ ខ្ញុំនឹងខ្ញុំគឺឆាងខុនដែលឯងនិយាយនោះហើយដល់លោកពូពេលនេះពពកបាំងប្រចានវិញហើយ ងាប់ក៏ងាប់ទៅលោកម្ចាស់សំណាងល្អហើយដែលមកដល់ទីនេះការពិតគឺវានោះហើយ តបសិន យ៉ាងម៉េច មិនបាននិយាយទេទៅវិញ កាន់ជើងគ្នាណាណោះទោះជាយ៉ាងណាក៏ឪពុកខ្ញុំធ្លាប់ជួយលោកយ៉ាងហោចណាស់ក៏ត្រូវឲ្យពី300តម្លឹងត្រឡប់ទៅវិញដើម្បីទិញបបរត្រីស៊ីដែរមិនក៏អន់ចឹង ឪពុកឯងឲ្យនំយើងតែមួយចំហៀងទេដើម្បីសងគុណឯងវិញនោះយើងឲ្យឯងដល់តែ100នំឯងស៊ីទៅ លោកគ្រាន់បានណាជីគួយទៅវិញ ជប់សិនកុំអាលទៅអីយើងធ្លាប់រាប់អានគ្នាពួកឯងបញ្ចុកអ្នកប្រុសទាំងពីរទៅមិនមែនហើយឲ្យពួកវាសៀអស់ទៅ ចង់ប្តឹងពីយើងសូមបីតែស្ដេចក៏មិនអាចធ្វើអីយើងបានផងយើងសម្លេងវាចោលទៅកុំអីយើងចង់ឲ្យវាធ្វើជាអ្នកសុំទាននៅរាជធានីដើម្បីឲ្យប៉ៅអួយចង់ជាពុករបស់វានោះអាម៉ាស់មុខ ជីគួយឯងយកមិនથાયមិនអីទេខ្ញុំក្លៀនក្លោកពេកស៊ីអត់ទាន់ឆ្អើទេ អាចក្រៃ អរគុណលោកម្ចាស់ដែលជួយខ្ញុំអូមបើគួរសមទេកូនប្រសាឆាំអរគុណលោកម្ចាស់ទៅ អរគុណលោកម្ចាស់ អូមបើទេពេលណាទៅបានចៅប្រោទៅអស់ចិត្តបង្កចៅរបស់ខ្ញុំហើយដល់ពេលនោះកុំភ្លេចទៅអសោះណាអូមិនអីទេ ជាផ្លែថយចេញ អូសូមជួយទិញទៀនយកទៅសែនដូនតាសូមជួយទិញសូមជួយទិញជួយ ទៀនដែរ សូមជួយណែឯងធ្វើស្អីហ្នឹង អូខ្ញុំលក់ទៀនទេ ជាចេញ សូមឲ្យបានសេចក្តីសុខ អូលោកពូអើយមកទៅយើងគ្មានផ្លូវដើរទៀនទេតាមខ្ញុំមើល ទេវតាមិនសម្រាប់មនុស្សល្អទេ ខ្ញុំដឹងឲ្យទៅអត់អីស៊ី10ហើយគាត់យ៉ាងម៉េចទៅអីគេដាក់ទៀនឲ្យខ្ញុំ មិនដាក់ទៀនទេខ្ញុំគឺជាមន្ត្រីអស់លោកដឹងទេ អូដល់ខាងនោះគេចែកទៅមកខ្ញុំទៅរកដូចគេដែរ ជីគួយកុំទៅជីគួយ អូខ្ញុំផងខ្ញុំអត់មកទេខ្ញុំអត់មកទេជីគួយបានហើយថាបានហើយអានាំគ្នាមកយកទៀតតើលឿនឡើង អូយអរគុណច្រើនណាស់អូយកទៀតទៅកណ្ដោយកទៀតដែរ បានហើយជីគួយហេចង្រៃមែន អាចជក្រៃ ឯងចង់ស៊ីម៉ែស៊ីឲ្យមិនឲ្យប្រែងាប់អាយអូយណែលបងស៊ីអត់ឲ្យប្រាគេមែនទេ បើស៊ីតោះចាយស៊ីដែរទៅស៊ីទៅ អូយចេញទៅក្នុងចា អរគុណដែរ ចេញទៅស្បាយចិត្តណាចាចាំតែអូអ្នកប្រុសចាមើលទៅប្រហែលជាសបាយហើយមែនទេ ជួយទៅខាងដែរ អាយយអ្នកប្រុសគ្រាន់តែមើលក៏ដឹងថាមកពីចម្ងាយដែរហើយគ្រាន់តែមើលក៏ដឹងថាអ្នកប្រុសជាអ្នកធំដែរអាចិនចាក់ទឹកតែជូនភ្ញៀវអ្នកប្រុសអញ្ជើញភាសាតែសិនទៅណាបើសិនជាអ្នកប្រុសមិនពេញចិត្តទេណាចាំខ្ញុំនាំចូលទៅបន្ទប់ហើយញ៉ាំទៅអ្នកប្រុសញ៉ាំទៅណែកុំអានប្រញាប់ពេកប្រយ័ត្នអួលណាប្រយ័ត្នពេកពេកកុំញ៉ាំច្រើនពេកញ៉ាំច្រើនពេកហើយណាផឹកតែសិនទៅខ្ញុំចង់ផឹកស្រាងាប់ណែផឹកតែទៅកុំឲ្យអួលទៅ
យងាប់គ្មានអ្នកណាមកកន្លែងនេះគិតតែពីផឹកអញ្ចឹងទេស្លាប់មែនអេគេមិនមែនឡប់ទេខ្សែភ្នែករបស់គេខ្ពស់ណាស់គេមិនពេញចិត្តស្រីនៅទីនេះតាមមើលត្រូវតែយកស្រីស្អាតមកឲ្យទៅបានយោយីអ្នកប្រុសជិះទៅណែពួកនាងទៅក្រៅនាងកុំខ្វល់ថាខ្ញុំជានរណាអីយើងស្គាល់គ្នានៅទីនេះទុកជានិស្ស័យទៅហើយនាងគឺកុំនិយាយអីណាឥឡូវនេះសាកបិទភ្នែកទីមើលច្រឹកគ្នាទៅវិញទៅមកតើអ្នកណាចាំងមិនពួកយើងធ្វើអីមានចំណូលចិត្តអី1 2 3នាងជាស្រីថ្លៃថ្នូរហើយមិនមែនទុកលុយជាធំទេនៅមានទៀតនាងថាខ្ញុំជាមនុស្សប្រភេទយ៉ាងម៉េចកាលពីមុនឯងជាមនុស្សប្រភេទណាខ្ញុំមិនដឹងទេតែបន្តិចទៀតឯងនឹងខ្លាយទៅជាមនុស្សពិការម្នាក់ហើយនៅក្នុងបង្វិចគ្មានលុយមួយកាក់មួយសែនទេហ៊ានមកកន្លែងរបស់យើងផងអេបាយគ្រាន់បាយចូលមកយើងចាប់ភ្នែកនេះឲ្យខ្វល់ហើយនេះគេគ្មានប្រាក់ទេពួកឯងចេញមកគ្មានប្រាក់មួយកាក់មួយសែនចង់មកលេងស្រីកន្លែងយើងផងឯងពួកយើងបែកវាទៅមានតែសភៅមួយក្បាលទេអេកុំដុតសភៅខ្ញុំកុំដុតសភៅខ្ញុំអើយកុំដុតសភៅខ្ញុំលោកអើយសភៅខ្ញុំឆែអស់ហើយគ្មានសល់ទេសភៅខ្ញុំហើយកុំដុតសភៅខ្ញុំអលេលោកដល់ហើយគ្មានសល់ទេការលេងកាត់ហើយនៅគ្រាន់តែទៀតហ៎គ្មាននឹងខ្យល់អូយមកហើយអ្នកប្រុសចេញពិសាទៅយកទឹកចាក់ចោលទៅពីវល់ហើយតាំងពីវាឡប់មករកហាមាត់មិនបានតើវាស៊ីបាយយ៉ាងម៉េចកើតទៅណោះឆាប់ហៅតកែរបស់ឯងចេញមកភ្លាមបើមិនចឹងទេយើងនឹងជេរជីតារបស់វា18ចំនួនអូយយាយប៉ែយាយកប៉ាល់ភ្លើងមានរឿងអីខាងខ្លាំងម្ល៉េះស្រីរបស់ឯងទៅតាមភ្ញៀវរបស់យើងឥឡូវគិតម៉េចភ្ញៀវគេទៅមកស្រេចចិត្តគេប្រុសចិត្តសាវ៉ាគ្មាននរណាមួយទៅតាមអ្នកណាទេមិនបានលើកលែងតែឯងសងលុយឬមួយសំទោសយើងបើមិនចឹងទេយើងដុតសភៅឯងចោលយ៉ាងម៉េចចង់ឆ្លោះជាមួយយើងហ៎ឯងតើកូនអត់ភ្នែកឯងលុយគូតចូលចិត្តស៊ីគូត1ឬគូតធំសរោស៊ីមបានរឿងទេឯងជេរយើងមិនមែនជេរទេយើងថាឯងអាយុ3ឆ្នាំឪពុកឯងស្លាប់5 6ឆ្នាំម្ដាយឯងស្លាប់8ឆ្នាំតាក់ប្រុសហាអ្នកប្រុសឯងហ៊ាននាំប្រុសចេញមកយើងនឹងសម្លាប់វាយើងនឹងច្បាច់ឯងច្បាច់មកឯងជាមនុស្សអាក្រក់នេះជាអសរអីអូឯងស្វាងហើយមែនទេគឺអសរហ្វាងនេះជាអសរអាក្រក់សំបីតែអសរក៏ឯងមិនចេះដែរតាក់តងប្រុសតាំងពី7 8ឆ្នាំឥឡូវ90ឆ្នាំហើយតែបានប្រយោជន៍អីខ្លះទៅហ៎បោផា4តង់ដែលយើងបង្ហាត់នៅទីក្រុងល្បីឈ្មោះគឺស្ដេចមន់ត្រូវប៉ុន្តែពួកវាបានលត់ចេញពីសម្បត្តិដល់ខ្លួនឯងវាអត់ប្រាប់ឯងទេឯងនេះចាស់ហើយអត់លុយទៀតសំបីតែស្រីបេសយ៉ាក៏រត់ចោលឯងដែរឯងរស់នៅមានប្រយោជន៍អីទៀតបើជាមនុស្សពិការធ្វើខ្មែរមិនសាកសិទ្ធជាតិក្រោយប្រកាសជាខ្លាយទៅជាគ្រាប់ខ្នល់ជាមិនខានទេទៅពូកែមែន
ខ្ញុំស្រឡាញ់ស្រឡាញ់ក្បាលឯងទៅនេះទៅហ៎ធ្វើអី លោកសួរខ្ញុំហីលោកអត់មានចាប់អារម្មណ៍អីទេលោកបាត់ភ្នែកទៅ ល្បិចអីទៀតហើយចង់វាយខ្ញុំទៀតហ៎ ខ្ញុំអត់វាយលោកទេខ្ញុំគ្រាន់តែចង់រកមនុស្សម្នាក់ជជែកលេងតែ គ្មានអីនិយាយទេ ខ្ញុំអបសឹកណាស់ហើយរងាទៀត នាងខកខ្ញុំទេដឹង មួយថ្ងៃខ្ញុំចេះតែនៅជាមួយប្រុសគំរូអស់នោះគ្មានមនុស្សនិយាយគ្នាលេងទេ ខ្ញុំក៏ជាប្រុសកំប្រួតដែរ លោកមិនសូវទេ ពិតមែនទេ អបខ្ញុំមក អោមែនទេ ខ្ញុំមិនកុហកលោកទេខ្ញុំគ្រាន់តែចង់ឲ្យប្រុសម្នាក់ដែលខ្ញុំមិនសូវស្អប់ផ្ដល់ភាពកក់ក្ដៅដល់ខ្ញុំតែប៉ុណ្ណោះ ធ្វើអញ្ចឹងមិនបានទៅ ទុកដូចថាធ្វើបន់តិចចាស់ អញ្ចឹងក៏បានតែនិយាយហើយកុំធ្វើបាបខ្ញុំអសោះណា អាចអំសៀតចុះទៅជាមួយស្រីយើងផងហ៎ ចង់ឆ្លោះជាមួយខ្ញុំហ៎ មិនចង់ឆ្លោះទេតែឯងនៅផ្ទះយើងស៊ីបាយយើងតែទៅជាមួយស្រីយើងទេ នាងថាខ្ញុំទេណានាងថាខ្លួននាងជាមន់ហើយជាមន់មេថែមទៀតនាងត្រូវការសុបាយចិត្តព្រោះថានាងអបសុកខ្លាំងណាស់ដឹងទេ មន់តែទៅឲ្យជាមួយឯងទៅហ៎ នាងទៅជាមួយខ្ញុំទេតែខ្ញុំធ្វើការនៅបងស្រីហើយនាងជាមន់បើសិនជានាងមិនសុបាយចិត្តមិនទទួលភ្ញៀវហាងនេះនឹងត្រូវបាត់ទ្វារហើយខ្ញុំនឹងនៅតាមចៅថ្នល់ជាមិនខានទេ ឯងហ៊ានតមកជាមួយយើងផងហ៎ឯងប្រយ័ត្នស្លាប់ណា មុនខ្ញុំស្លាប់ខ្ញុំត្រូវធ្វើបាបនាង ប្រយ័ត្នការកូនអត់គូ កូននាងទេដែលអត់គូនោះ ចាំមើលឯងសាហាវដល់ណាទេ តែលុះត្រាតែនាងដាច់ខ្យល់ស្លាប់នាងណា ឯង បើនាងមិនតបតែងខ្លួនស្អាតជាងតបតែងខ្លួនទៅទៀតបើធ្វើឲ្យនាងខឹងទៅបន្តិចប្រកាសជាលប់ស្ទះហើយ អាល្អិតនេះពេលឆ្លោះគ្នាមិនក៏កម្លាំងវាខ្លាំងម្ល៉េះណោះខ្លាំងជាងរាប់ម៉ឺនដងទៅទៀតអ្នកស្រីថយចេញអាល្អិតបែងគ្រាន់បាកុំទៅណាយើងហើយគ្នាយើងមកឆ្លោះជាមួយឯង យ៉ាងនេះខ្ញុំចាំ ខ្ញុំលើថាកាលពីយប់មិញលោកឆ្លោះគ្នាជាមួយមីងសាននៅទីនេះឆ្លោះគ្នារហូតតទៅវិញមាត់មែនទេ រឿងតែទួយទេ ប៉ុន្តែពេលនេះលោកជាអ្នកពូកែឆ្លោះជាងគេហាញ់តែអូលោកម្ចាស់លោកមកដល់ទៀតហើយមែនទេអ្នកណាមកទៀត តើខ្ញុំទៅមើល លោកម្ និយាយ ចាស់ ធ្វើការនៅទីនេះបើមិនឲ្យយូរយានឲ្យចេញមកទេជាងនឹងកុំតិចកន្លែងរបស់នាងឲ្យអស់តែម្ដងគ្មានសល់ទេ កុំធ្វើអញ្ចឹងអីលោកម្ចាស់យូរយានមិនលក់ខ្លួនទេកុំធ្វើអញ្ចឹងអី បើអញ្ចឹងយើងលេងនាងឲ្យមិនឲ្យលឺក៏ទុកថាមិនលក់ខ្លួនដែរមែនទេ អេមានការអី ទៅរកកន្លែងពូសិនទៅកុំអាននិយាយអីទៅខ្នេះ ឈប់សិនខាងនេះអាំងទឹកទេ អញ្ចឹង លោកម្ចាស់អេលោកម្ចាស់កុំធ្វើអញ្ចឹងអីខ្ញុំស្រែកឥឡូវហើយ ដូចនាងស្រីយ៉ាងណាក៏គ្មានអាណាគេមកជួយនាងបានដែរ ឆ្ងាយមែន អេលោកម្ចាស់ចាំតិចទៀតចាំរំលោភទៅបងប្អូនស្ដេចក៏មកដែរគេមករកយូយាន ថាម៉េចបងប្អូនស្រី ពិតមែនហើយគេថែមទាំងមាននាំក្មេងមកជាមួយថែមទាំងមានជំងឺទៀត អូយគឺឯងទេ អូព្រះអង្គម្ចាស់ធាន នេះគឺនាងយូយានមិនយ៉ាងម៉េចប៉ុណ្្នឹងហើយនៅមិនស្អាតទៀតហ៎មិនឲ្យខាតពេលទេបើអញ្ចឹងម្ចាស់បងនៅទីនេះចុះខ្ញុំចេញទៅខាងក្រៅសិនហើយមិនកុំឆាប់ចេញទៅក្រៅទៅ អូមែនអ្នកទាំងពីរជជែកគ្នាចុះខ្ញុំទៅក្រៅហើយអ្នកប្រុសទៅចឹងអីប្រយ័ត្នខ្ញុំស្រែក ទោះជានាងស្រីក៏គ្មានអ្នកណាគេអាចជួយនាងបានដែរអាចចឹងហើយ អូយលោកម្ចាស់លោកចូលទៅមិនបានទេ ហាមយើងបានទេយើងជាមន្ត្រីយើងធ្វើអីក៏បានគ្មានអ្នកណាខ្វាត់យើង ចូលមកហើយលោកមន្ត្រីហើយលោកមន្ត្រីចូលមកហើយ លោកមន្ត្រីមកហើយខ្ញុំមិនដែរនៅទីនេះបានទេខ្ញុំទៅពូកន្លែងណាទៅកន្លែងពូកន្លែងណា គឺជាអាំងទឹកទេ ចេញទៅកន្លែងនេះចូលលោកម្ចាស់ចូល មិនខំជាងទេហើយចង់ឲ្យយើងពិបាកក្នុងបន្ទប់គ្មានមនុស្សប្រុសផងហ្នឹង គឺបើកវងបៀបានហើយឯងកូនស្រីឯងទប់ទល់ឈ្នះដែរអីគ្មានបញ្ហា សួស្ដី សួស្ដី
សួស្ដីមកខ្ញុំតកូលឡអាយសិងជាឡ លោកម្ចាស់លោកកុំធ្វើចឹងអីលោកកុំធ្វើចឹងអីកុំធ្វើចឹងបានទេប្រយ័ត្នខ្ញុំស្រែកណាលោកម្ចាស់ ទោះជាស្រែអត់ដាច់ពងកក៏គ្មានណាគេមកជួយនាងដែរ ខ្ញុំណាក៏តែចឹងដែរលោកមិនធ្វើប៉ុន្តែខ្ញុំណាកុំធ្វើចឹង អាចង្រៃខ្ញុំធ្លាប់លេងអុកខ្លាខំគ្នាដំរីស៊ីខ្លាស៊ីឆ្មាស៊ីកណ្ដុរស៊ីដំរីវិញហើយតើដឹងថាធ្វើយ៉ាងម៉េចទេអូនដល់ដឹងអូយស្អីគេវ៉ៃលោកម្ចាស់ស្នាដៃលើក្រែរបស់លោកម្ចាស់ពិតជាមិនធម្មតាមែនខ្ញុំដើរកាត់ទីនេះខ្ញុំក៏ចង់រៀនសូត្រតាមលោកម្ចាស់ក៏ចូលមកទៅណែកុំរំខានយើងចាប់ចេះឆ្ងាយភ្លាមទៅខ្ញុំគង់តែទៅទេតែខ្ញុំជាមនុស្សចូលចិត្តនិយាយច្រើនណាពេលដែលខ្ញុំចេញទៅខាងក្រៅខ្ញុំយករឿងរបស់លោកទៅនិយាយប្រាប់គេទៅហើយគេក៏និយាយតគ្នាទៀតណែអាចបិទមាត់ឯងចាប់ចេញទៅផុតទៅឥឡូវខ្ញុំសងលោកវិញលោកធ្វើខ្ញុំមើលទៅបើលោកមិនធ្វើខ្ញុំធ្វើខ្លួនឯងឯងស្អីចេញទៅអាកូនចៅទៅណាជួយផងអូលោកម្ចាស់មានអ្នកការពារដល់ទៅ2នាក់អញ្ចឹងល្អហើយខ្ញុំក៏មានកូនចៅ2នាក់ដែរហើយពួកគេជាអ្នកសរសេររឿងនិទានឥឡូវគេអាចយករឿងរបស់លោកសរសេរបានដល់9ភាគឯណោះដល់ពេលនោះគេយករឿងនិទានរបស់លោកប្រាប់គេរាល់ថ្ងៃតើលោកគិតយ៉ាងម៉េចទៅវាចប់រឿងតែម្ដងទៅគ្នាខ្ញុំមានដល់ទៅ4នាក់ប្រាប់ប៉ុណ្ណឹងតើខ្ញុំចែកគ្នាយ៉ាងម៉េចនឹងកើតទៅអើយបើចែកមិនកើតយក3សន្លឹកថែមទៀតតើយើងទៅវិញហើយរំខានសយមែនអរគុណហើយលោកម្ចាស់បងស៊ីងបងពិតជាពូកែសម្លាប់គេមែនទេយកទៅចាអរគុណហើយណាចំណែកខ្ញុំសូមថ្វាយបង្គំព្រះអង្គម្ចាស់អមិនក៏ឯងដឹងថាយើងជាស្ដេចទូបង្គំដឹងព្រោះទូបង្គំបានឃើញខោខ្លីរបស់ព្រះអង្គម្ចាស់ហើយមកអញ្ចឹងបានន័យថាយើងភ័យរហូតដល់របូតខោខ្លីតាំងមែនទេសូមថ្វាយបង្គំព្រះអង្គម្ចាស់ឥឡូវយើងប្រាប់ពួកឯងឲ្យដឹងណាកុំនិយាយរឿងនេះប្រាប់គេឲ្យសោះណាព្រោះវាជារឿងអាម៉ាស់របស់យើងបើសិនជាឯងហ៊ាននិយាយយើងប្រហារជីវិតទាំងពួកឯងក្រាបទូលព្រះអង្គទូបង្គំមានរឿងមួយសូមឲ្យព្រះអង្គជួយបើសិនជាព្រះអង្គមិនជួយទេទោះបីប្រហារជីវិតទាំងពួកក៏ទូបង្គំមិនខ្លាចដែរក្រាបទូលឯងចង់គំរាមជើងហើយបើតាមយើងសង្កេតមើលទៅថាខ្វាំងជើប៉ុន្មានថ្ងៃនេះវាចិត្តតែមានការធ្លាក់ព្រើប្រកាសជាប្រជារាស្ត្រមានរឿងអីអយុត្តិធម៌មិនខានទេយើងចង់សួរដល់អស់លោកមន្ត្រីចាស់ទាំងប៉ុន្មានអ្នកនេះតើគិតយ៉ាងម៉េចដែរមានដឹងពីរឿងនេះខ្លះទេដោយសារបារមីព្រះអង្គប្រជារាស្ត្របានសុខសាន្តហើយក្រាបទូលពិតមែនហើយតែយើងដឹងថាដូចជាមិនសូវសុខសាន្តប៉ុន្មានទេព្រះអង្គរឿងរបស់ប៉ាឡុងឈីងតើគិតយ៉ាងម៉េចក្រាបទូលបើរកគួរដោះស្រាយយើងសួរអស់លោកមន្ត្រីចាស់តើមានគំនិតយ៉ាងម៉េចដែរប៉ាឡុងឈីងមិនអាក្រក់ទេតែពុករបស់វាគឺពុករលួយណាអាមុនមិនល្អអាក្រក់ក៏ពិបាកជឿដែរក្រាបទូលត្រូវហើយហេតុអីក៏ប៉ាឡុងឈីងមកប្តឹងដល់ទីនេះទូបង្គំមិនដឹងទេបើអញ្ចឹងឲ្យប៉ាឡុងឈីងចូលមកឲ្យប៉ាឡុងឈីងចូលមកទូលបង្គំសូមថ្វាយបង្គំព្រះអង្គក្រោយឡើងអរព្រះគុណឥឡូវនេះប៉ាឡុងឈីងគេមកដល់ហើយក្រាបទូលព្រះអង្គទូលបង្គំថ្លើមធំហ៊ានសួរព្រះអង្គសូមព្រះអង្គទ្រង់ព្រះតម្រេះទូលបង្គំទូលថាគេម្នាក់នេះធ្លាប់បានមករកទូលបង្គំជាមួយនឹងលោកមន្ត្រីខាងនេះដែរឬមួយក៏ព្រះអង្គស្គាល់គេក្រាបទូលក្រាបទូលព្រះអង្គគេម្នាក់នេះធ្លាប់ប្តឹងម្ដងហើយតែបរាជ័យក៏ត្រឡប់ទៅវិញធ្វើជាមេបនស្រីនៅក្រាបទូលបើសិនជាព្រះអង្គស្គាល់គេនោះឬមួយក៏ព្រះអង្គធ្លាប់ទៅកន្លែងចៅមកទៀតព្រះអង្គមិននឹងអាចយាងទៅកន្លែងនោះកើតទៅបែនហើយក្រាបទូលព្រះអង្គទូលបង្គំដាច់ខាតមិនបានធ្វើមេបនទេទូលបង្គំគ្រាន់តែរកកន្លែងលាក់ខ្លួនដើម្បីសរសេរពាក្យបណ្ដឹងឲ្យមកប្តឹងតវ៉ាទៅប៉ុណ្ណោះក្រាបទូលឯងមិនធ្វើមេបនទេអីអញ្ចឹងបានហៅមីសានឲ្យចូលភ្លាមមកសំណងឲ្យលោកស៊ើបក៏បានល្អក្រាបទូលព្រះអង្គស្រីម្នាក់នេះគឺជាតកែបនស្រីឥឡូវឲ្យនាងចំណាំប៉ៅលងឈីងសិនទៅក្រាបទូលចាលោកម្ចាស់វាជាមេបននៅក្នុងផ្ទះមែនទេមិនមែនទេខ្ញុំមិនដែលស្គាល់គេទេមើលស្អីមិនដែលស្គាល់ស្រីទេហើយបានហើយឈរទៅមកខាងទៅបើគេមិនមែនមេបនទេយើងអាចជឿបានហើយបានឡងឈីងបើឯងមានរឿងអីឆាំនិយាយចេញឲ្យអស់ព្រាមមកក្រាបទូលព្រះអង្គដំបងទូលបង្គំជាចវាយស្រុកថ្នាក់ទី9ឥឡូវចវាយស្រុកថ្នាក់ទី7នោះឈ្មោះឈិនប៉ៃធាននោះគេកាត់ក្តីខុសឲ្យទៅជាត្រូវហើយថែមទាំងសម្រាប់មនុស្សទៀតសូម្បីតែអ្នកមានផ្ទៃពោះក៏សម្រាប់ដែរសូមព្រះអង្គជួយរកយុត្តិធម៌ផងក្រាបទូលសូមព្រះអង្គកុំស្ដាប់សម្ដីវាការពិតវាជាអ្នកទោសម្នាក់ក្រាបទូលតើគេមានទោសស្អីទៅគូវារូបខាតសាកសពក្រាបទូលការពិតទូលបង្គំទៅមើលសាកសពនោះព្រោះចង់ដឹងពីមូលហេតុតែប៉ុណ្ណោះក្រាបទូលទាំងអស់គ្នាសុទ្ធតែមានមូលហេតុទាំងសងខាងយើងពិបាកដោះស្រាយណាស់ប៉ុន្តែយើងមានបញ្ហាមួយ
ឥឡូវនេះយើងបើកការផ្លោះគ្នាទៅបើសិនជាអ្នកណាយកកំបិតមកគប់ផ្លែប៉ោមនេះត្រូវយើងនឹងកាត់ក្តីសាយជាថ្មីអូព្រះអង្គព្រះតម្រូវបានតើក្រាបទូលហើយបើសិនជាគប់ខុសត្រូវប្រហារជីវិតចោលហ៎ព្រះអង្គបានព្រះតម្រូវទីក្រាបទូលក៏ប៉ុន្តែបើសិនជាយើងដាក់លើតុមិនងាយគប់ត្រូវទេអញ្ចឹងយើងដាក់លើក្បាលរបស់យើងទៅអូព្រះអង្គគ្រោះថ្នាក់ដល់ក្រាបទូលមើលទៅលោកស្មោះត្រង់ជាមួយខ្ញុំណាលោកជាសសរទ្រូងរបស់ប្រទេសជាតិបើអញ្ចឹងលោកដាក់ចំនួនខ្ញុំទៅខ្ញុំដាក់លើក្បាលលោកវិញម្ដងបានហើយចាប់ផ្ដើមខ្ញុំចាប់ផ្ដើមគប់ហើយណាល្អក្រាបទូលព្រះអង្គទូលបង្គំសុំបាត់ភ្នែកគប់តើបានទេក្រាបទូលអូយអ្ហ្មងក៏ចាំបាត់ភ្នែកពីព្រោះថានៅពេលដែលទូលបង្គំឃើញឈាមទូលបង្គំវិលមុខណាបានយើងអនុញ្ញាតទូលបង្គំគប់ហើយព្រះអង្គទូលបង្គំយល់ថារឿងក្តីនេះអាចយុត្តិធម៌ដល់ត្រូវកាត់ក្តីឡើងវិញក្រាបទូលក៏មកខំចិត្តណាទូលបង្គំអត់បង្ខំទេនិយាយដល់យុត្តិធម៌ក្រាបទូលបើឡើងឈិញមកទទួលព្រះរាជអង្គការបើឡងឈិងចាំស្ដាប់យើងតែងតាំងឲ្យឯងគ្រប់គ្រងទាំង8ស្រុកគ្រប់គ្រងលើចៅហ្វាយក្រុងគ្រប់គ្រងលើតុលាការឯរឿងគ្រួសារតកូលឈីត្រូវសាររើឡើងវិញចំណែកឯខ្លារខិនឯងត្រូវទទួលបញ្ជាតាមការពារចៅហ្វាយក្រុងទាំង8នេះអស់មួយជីវិតស្ដាប់បានហើយឬនៅអរប្រគុណព្រះអង្គព្រះអង្គគ្រប់គ្រងចៅហ្វាយក្រុងទាំង8មានឋានៈអីដែរគឺឋានៈទី1អូយអស្ចារ្យព្រះអង្គអស្ចារ្យព្រះអង្គទូលបង្គំអរព្រគុណហើយតែកុំភ្លេចរឿងសន្យាគ្នាណាទូលបង្គំមិននិយាយប្រាប់គេទេអស្ចារ្យដល់ពេលឲ្យប្រហារជីវិតឈប់សិនកុំរវល់សម្រាប់ចោលទេនេះជាព្រះរាជសាររបស់ព្រះអង្គត្រូវទុកជីវិតឲ្យគេត្រូវយកអ្នកទោសស្រីនេះទៅឃុំទុកបណ្ដោះអាសន្នសិនរងចាំលោកម្ចាស់ប៉ៅកាត់ក្តីសាយជាថ្មីម្ដងទៀតចប់រាជសារលោកម្ចាស់ប៉ៅលោកមិនចាប៉ៅពួកយើងនៅតែមើលលោកម្ចាស់បើកាត់ក្តីរយយុទ្ធធម៌គ្រួសារឈីឆាប់ទៅអូបើដល់ជឹងខ្ញុំទៅដែរអើយលោកពុកថ្ងៃនេះយើងត្រូវស្ដារកិត្តិយសគ្រួសារប៉ៅឡើងវិញអូយយ៉ាងមិនដឹងអាមិនក៏មកឯឡើងខ្មៅអូគឺខ្ញុំលៀបអស់ខ្មៅដើម្បីឲ្យដូចប៉ៅឈីងធាននឹងណាបើដល់ពូទី13អ្វីក៏ពូមិនលៀបអស់ខ្មៅដូចខ្ញុំដែរចឹងខ្ញុំគ្រាន់តែពាក់នេះទៅហើយមានសញ្ញាបែបនេះទៅបានហើយរួចចុះមិនក៏មកឯងខ្មៅដូចជាអាហ្វ្រិកអញ្ចឹងខ្ញុំធ្វើតាមពូប្រាប់នឹងដែរថ្ងៃនេះត្រូវកាត់ក្តីរឿងឃាតកម្មសម្លាប់មនុស្ស13នាក់របស់គ្រួសារឈីឡើងវិញរាជសារបញ្ជាឲ្យតុលាការទាំង3រូបកាត់ក្តីរួមគ្នាប្រធានតុលាការគឺជាលោកចៅហ្វាយក្រុងទាំង8ស្រុកគឺលោកម្ចាស់ប៉ៅឡុងឈីងអមតុលាការគឺជាលោកម្ចាស់សាន់មូហួរឯខាងព្រហ្មទណ្ឌគឺមានលោកម្ចាស់ថាងខាងចៅហ្វាយក្រុងគឺលោកម្ចាស់ឈិនពួកឯងទាំងអស់គ្នានៅក្នុងសាវនាការមិនត្រូវស្រីលូឡាខ្លាំងពេកទេពីនេះថ្ងៃនេះហាមិនអោយនិយាយពាក្យអាភិនឹងជ័យម៉ែគ្នាទៅវិញទៅមកទេណាចុះខ្ញុំជាចៅហ្វាយក្រុងអនុញ្ញាតបានខ្លះទេអូយអនុញ្ញាតខ្លះទេចង់និយាយត្រឹមតែម៉ែបាទអើយគឺម៉ែរបស់លោកហ្នឹងហើយដល់លពូកុំភ័យអីខ្ញុំជឿថាយើងប្រកាសជាឈ្នះជាមិនខានទេឯលោកម្ចាស់មិនចាំបាច់ខ្លាចទេធ្វើទៅបរិគេបនសាក់នៅធំជាងយើងតែចាំបាច់ខ្លាចធ្វើអីតើគេមានអីអស្ចារ្យទៅមែនទេមើលលពូយកមួយទៅហើយមានទឹកថ្មិញហាណែខ្ពុលមាត់ឲ្យបានជ្រះមាត់បន្តិចទៅដើម្បីនិយាយឲ្យក្បោះក្បាយបានឈ្នះគេបើដល់លោកហើយលោកស្អីខ្ញុំហៅលោកម្ចាស់តើលោកម្ចាស់ស្អីចឹងហៅមិនបានទេហៅបានតែមិនអាចមើលបានទេមើលស្អីទៅមិនឲ្យមើលទេបើលោកមើលខ្ញុំមិនដឹងថាខ្ញុំមើលលោកអ្នកធំមើលអ្នកថោទាបបានតែអ្នកថោទាបមិនអាចមើលអ្នកធំបានទេលោកថាខ្ញុំថោទាបខ្ញុំប្តឹងរាជការហើយថោទាបអូលោកម្ចាស់ធ្វើចឹងខុសហើយគឺជាម៉ែរបស់លោក
អូលោកសវនកម្មមិនអាចចេញមកលោកហ៎អូយលោកម្ចាស់ក្នុងសវនកម្មមិនអាចចេញមកគេបានទេហើយតែក៏ចេញមិនបានខ្ញុំជេឯងនៅនិយាយថាអត់បានធ្វើខុសទៀតខ្ញុំជិះច្បាយស្រុកទាំង8មិនទាន់បានកាត់ក្តីផងហើយមិនបានហៅឯងមកដែរតែឯងដើរចេញមកដោយខ្លួនឯងឲ្យខ្ញុំជេរឯងតើឯងជាមនុស្សថោកទាបមែនទេឯងថោកទាបឯងនិយាយខ្លួនឯងទេប៉ុណ្ណឹងនៅអួតអាងទៀតផងប៉ុណ្ណឹងហើយថាខ្លួនខ្លាំងទៀនភូបើឯងមិនបានធ្វើអីខុសមិនចាំបាច់ភ័យខ្លាចទេមានរឿងអីចាំនិយាយចេញមកហើយខ្ញុំចូលមើលបជារាជកាត់ក្តីតើមានទិសតលអីជាមួយលោកទៅបើអញ្ចឹងឆាប់ថយចេះផុតពីខ្សែរបស់យើងភ្លាមទៅថយផុតឥឡូវផុតហើយឯងចង់យ៉ាងម៉េចទៀតចង់វាយគ្នាយ៉ាងម៉េចវាយទៅណែយើងឈរឲ្យវាយទៅបើគ្រាន់បើឯងវាយទៅអាល្ងងហើយវាយយើងភ្លាមមកវាយមកហើយយើងនឹងវាយងាប់អ្នកទាំងអស់គ្នាស្ដាប់ឮទេគឺវាឲ្យខ្ញុំវាយទេខ្ញុំដើរឃើញមនុស្សដើរចូលចិត្តឲ្យគេវាយចង់ទេលោកម្ចាស់គួរតែហៅអ្នកទោសស្រីនោះមកកាត់ក្តីហើយអ្នកទោសស្រីម្នាក់នេះមានរឿងអីអយុត្តិធម៌ប្រាប់យើងមកចោះយើងប្រកាសจะជួយកាត់ក្តីជាមួយលោកម្ចាស់សានបានអូលោកម្ចាស់ខ្ញុំអាចជួយលោកបានមែនណាលោកម្ចាស់គ្រួសារខ្ញុំទាំងអស់ត្រូវឆាំងអ៊ុយសម្លាប់ទាំងអស់ខ្ញុំត្រូវវារំលោភទៀតសូមលោកម្ចាស់ជួយរកយុត្តិធម៌ឲ្យខ្ញុំផងហើយឆាំងអ៊ុយចេញមកខ្ញុំបានសូមគោរពលោកម្ចាស់ទាំងអស់លោកឆាំងតើលោកដឹងថាគ្រួសារឈីទាំង13នាក់ស្លាប់ដោយរបៀបណាទេគឺនាងសម្លាប់បានហើយគ្រូពេទ្យបណ្ឌិតសតចេញមកខ្ញុំបានសូមគោរពលោកម្ចាស់ជួយលើកមុនលោកនិយាយថាអ្នកស្រីឈិងទៅហារបស់លោកទេឆ្នាំកណ្ដុរមួយនាងតាមមែនទេបើដោយណែចំណែកលោកនិយាយថាបងឯងមួយឆ្នាំនេះនៅក្នុងគ្រួសារឈីគឺមានថ្នាំពុលតាមមែនទេបាទត្រូវហើយអ្នកទាំងអស់គ្នានេះជាបបរស្គមមួយឆ្នាំហើយដាក់ថ្នាំកណ្ដុរចូលទៅក្នុងនឹងគ្រាន់តែដាក់កណ្ដុរចូលភ្លាមគឺស្លាប់ភ្លាមអ្នកទាំងអស់គ្នាឃើញទេនេះជាថ្នាំពុលហើយថាតែមើលតើអ្នកណាដែលហ៊ានស៊ីបបរនេះកើតទៅជួនកាលមនុស្សល្ងងក៏វាអាចស៊ីដែរបើអញ្ចឹងលោកសាមើលទៅទេអត់ទេសាមើលទៅមិនអីទេអត់ទេសាមើលទៅអត់ទេលោកខ្លាយហើយលោកមិនហ៊ានស៊ីផងនៅថាបកាយជាងគ្រូសាឈីទៀតចូលនាងទិញថ្នាំកណ្ដុរមួយនីលមិនប្រកាសថាដាក់ទាំងអស់ហើយណាចុះថ្នាំដែលប្រើមិនទាន់អស់នោះលាក់នៅកន្លែងណាទៅខ្ញុំបានឆៃរកគ្រូសាឈីអត់ហើយតែរកមិនឃើញទាល់តែសោះបើសិនតាំងខ្លួនជាឃាតករមិនចាំបាច់ប្រើថ្នាំច្រើនយ៉ាងនេះទេហេតុអីក៏ចាំបាច់ទិញថ្នាំច្រើនយ៉ាងនេះធ្វើឲ្យគេសង្ស័យការពិតគឺឯងមែនទេឯងនិយាយកុហកតាមមែនទេអត់ទេខ្ញុំអត់កុហកទេពិតជាអត់មែនសិភៅបញ្ជីនេះយើងបានលួចពីហាងរបស់ឯងមកការពិតមនុស្សទិញថ្នាំកណ្ដុរតិចណាស់ហើយថ្នាំកណ្ដុររបស់ឯងមានតែកន្លះនាលទេតែឯងបានថ្នាំកណ្ដុរពីណាមកលួចច្រើនម្ល៉េះអូនបើហើយជាខ្ញុំច្រឡំឲ្យលោកម្ចាស់ច្រឡំមិនដែលមានអ្នកណាច្រឡំរាល់ថ្ងៃដូចជាឯងចឹងទេឯងនេះកលិចណាខ្លារខិនបើលោកម្ចាស់លោកទៅពិសោធន៍សារសពទាំង13នោះមើលតើមានលទ្ធផលយ៉ាងម៉េចលោកម្ចាស់ជឿកានោះលោកម្ចាស់មើលដែរសារសពមួយណាក៏ខ្មៅបំពង់កអត់ដែរក្រៅពីនេះគឺធម្មតាទាំងអស់តាមការពិសោធន៍របស់ខ្ញុំកាលពី30ឆ្នាំកន្លងមកអ្នកស្លាប់ទាំងអស់នេះមុនពេលស្លាប់ប្រកាសជាត្រូវគេច្រកថ្នាំបំពុលចូលទៅហើយត្រូវទៅក្នុងបំពង់កសារសពមួយណាក៏មានសភាពដូចនេះដែរហើយគេប្រើលូស្ពនដោតតជាប់គ្នាទៀតផងនេះគឺបានសេចក្តីថាបំពង់កទាំងអស់ត្រូវកាត់ផ្ដាច់ទៅហើយដូច្នេះយល់ទៅតាមការពិសោធន៍របស់ខ្ញុំយល់ថាសារសពទាំងអស់នេះមិនមែនស្លាប់ដោយសារត្រូវថ្នាំបំពុលទេឆាអើយឯងស្ដាប់ឮហើយនៅលោកម្ចាស់រឿងនេះមានតេតទៅជាមួយខ្ញុំហើយគេថាសារសពទាំងអស់នេះស្លាប់ដោយសារបាតដៃកំពូលចុះនៅប្រឆាំងអត់ចេះវិជាគុណផងធ្វើមិននឹងអាចសម្លាប់ពួកគេទាំងអស់នេះទៅកើតទៅវាមិនចេះវិជាគុណមិនក៏យប់នោះពិបាកចាំម្ល៉េះគឺកម្លាំងធម្មជាតិរបស់ខ្ញុំកម្លាំងធម្មជាតិទីហ៊ានធ្វើទរណកម្មភ្លាមបើសិនជាឯងប្រឆាំងបញ្ជាក់ថាឯងចេះវិជាគុណតែបើឯងមិនព្រមប្រឆាំងយើងនឹងគៀបឯងឲ្យទាល់តែស្លាប់លោកលីមកដល់ហើយពុកធေါ်លោកម្ចាស់លីសូមគោរពលោកម្ចាស់លីអស់លោកទាំងអស់គ្នាប្រហែលជាហត់នឿយហើយខ្ញុំមកលើកនេះគឺចង់មកមើលការកាត់ក្តីហើយក៏ឆ្លៀតពេលយករបស់បន្តិចបន្តួចមកឲ្យកូនធေါ်របស់ខ្ញុំដែរពុកធေါ်ហើយឯងត្រូវធ្វើជាមនុស្សល្អណាមិនត្រូវល្មើសនឹងច្បាប់ទេបើឯងធ្វើខុសពុកមិនអាចជួយឯងបានទេណាតែបើសិនជាមានអ្នកណាគេចង់ធ្វើបាបឬក៏មូលបង្កាច់ឯងនោះអ្នកនោះប្រកាសជាវាមិនងាយស្រួលទេប្រកាសហើយណែហើយអាយនេះណាគឺលោកអបរាជបានជូនដល់ឯងត្រូវតែពាក់លើខ្លួនឲ្យជាប់ទៅហើយក្រៅពីព្រះអង្គម្ចាស់គ្មានអ្នកណាអាចប៉ះពាល់ខ្លួនប្រាណឯងបានជាដាច់ខាតហើយកុំថាឡើយមន្ត្រីតូចតាចនោះអូលោកពូយកមកទៅហើយនោះ
លោកនេះវាយតើយើងក៏យកទៅលោកពូវាប្រាក្បាច់នេះពិតជាពិសេសពេកហើយលោកម្ចាស់អ្វីទៅបាត់តែគ្រួសារតកូលឈឺទាំង13នាក់មិនមែនស្លាប់ដោយសារថ្នាំពុលមែនតែខ្លាចក្រែងតែអ្នកស្រីឈិងជួលឃាតករឲ្យមកសម្លាប់គេទេដឹងអីម្យ៉ាងទៀតយប់នោះអ្នកយាមបានឃើញឆាងអ៊ុយត្រូវគេដេញវាយខ្ញុំយល់ថាគួរតែធ្វើទរណកម្មអ្នកស្រីប្រហែលជាដឹងការពិតហើយ100ដល់ទរណកម្មភ្លាមទៅលោកម្ចាស់ឆ្លៀសវៃមែនខ្យល់បក់ទៅខាងណាទេទៅខាងនោះពិតជាឆ្លៀសវៃមែនអូលោកម្ចាស់ប៉ៅមានន័យថាម៉េចនឹងបើមិនចង់ស្ដាប់ខ្ញុំនិយាយរឿងផ្សេងក៏បានដែរណែអូហមជិះម៉ែមិញនេះតែលោកម្ចាស់ណាម្នាក់ដែលចង់ដាក់ទរណកម្មស្រីនោះអូត្រូវហើយលោកម្ចាស់ប៉ៅមិនចាំបាច់បង្វាយដានទេដាក់ទរណកម្មភ្លាមទៅទីហ៊ានប្រើទរណកម្មភ្លាមទៅឈប់សិនមិនអាចគៀបគេតាមអំពើចិត្តបានទេលោកឯងលោកម្ចាស់ប៉ៅលោកមានសិទ្ធិអំណាចធំណាស់បើសិនជាលោកម្ចាស់ប៉ៅបានធ្វើជាមន្ត្រីតែ2ឆ្នាំទៀតសូម្បីតែម្ចាស់ក្សត្រីក៏លោកហ៊ានមើលស្រាលដែរមើលទៅត្រូវហើយបើគោរពម្ចាស់ក្សត្រីត្រូវគោរពក្នុងចិត្តមិនដូចលោកមួយថ្ងៃនិយាយពីម្ចាស់ក្សត្រីតែគ្មានទុកក្នុងចិត្តបន្តិចនោះទេនឹងឯងដែលថាគោរពលោកម្ដាយរបស់លោកខំចិញ្ចឹមលោកធំប៉ុណ្ណឹងទៅហើយតែលោកបែរជាតែឲ្យគេគៀវអញ្ចឹងមិនហៅមនុស្សអកតញ្ញូទេអីថែមទាំងមិនស្មោះត្រង់នឹងម្ចាស់ក្សត្រីទៀតហើយថ្លាមធំហ៊ានជេយើងផងហើយខ្ញុំជាចវាយស្រុកទាំង8ស្រុកក្នុងសវនាការខ្ញុំធំជាងគេលោកគ្រាន់តែជាមន្ត្រី5ថ្នាក់ខ្ញុំឈរអញ្ចឹងបើមិនឲ្យជាលោកតាជាអ្នកណាវិញទៅមានតែលោកហើយនឹងខ្ញុំនៅទល់មុខគ្នាហើយខ្ញុំប្តឹងម្ចាស់ក្សត្រីឲ្យយកឯងដាក់គុកឲ្យតតែបានដាក់ឲ្យឯងទៅចាំដើរចេញពីទីនេះចាំគិតទៀតទីហ៊ានបាត់ទ្វារហើយឆ្កែចេញមកអូលោកមកចោះគិតយកមួយនឹងមិនបាច់ខ្វល់ទេទៅខ្ញុំជាអ្នកដោះស្រាយបានហើយខ្ញុំមិនចង់ប្រកែកជាមួយលោកទេចាប់ផ្ដើមកាត់ក្តីទៅបានតែអែបអមហ៎លោកថាអ្នកណាថាឲ្យខ្ញុំគឺថាឲ្យនោះហើយលោកឯងនេះចង្រៃណាខ្ញុំមិនរវល់ទេអាមនុស្សខ្ទើយហ៎អាគូសាចង្រៃអាកូនចង្រៃអាមនុស្សខ្ទើយអាកូនចង្រៃអាកូនចង្រៃឯនេះមាត់ឯងចង្រៃណាមាត់ចង្រៃមិនដូចឯងជាមនុស្សខ្ទើយទេអាមនុស្សខ្ទើយអាកូនចង្រៃលោកម្ចាស់ពួកឯងចាំស្ដាប់ណាត្រូវសម្ដែងឲ្យដូចមែនតែនបាទ嗰個命唔咗，係啊，做咩打成咁嘅？公堂講，ជួយផងម្នាក់នោះគឺប៉ែតពិនិត្យសារសតើហេតុអីបានជាគេធ្វើបាបបែបនេះមែនហើយវានៅក្នុងសវនកម្មនិយាយកុហកលោកម្ចាស់ប៉ៅស៊ើបនឹងរឿងនេះអត់ទៅហើយការពិតទៅវាទទួលសំណូកសោកប៉ាន់ហើយមួយបង្កាច់អ្នកស្រីនោះបានជាយើងធ្វើទរណកម្មមានដូច្នេះហើយឥឡូវនេះអាលក់ថ្នាំម្នាក់នោះក៏ត្រូវកាត់ជាពី3កំណាត់បាត់ទៅហើយកុំធ្វើអញ្ចឹងឲ្យលោកជួយខ្ញុំផងហើយឯងជាអ្នកណាទៅជួយខ្ញុំផងខ្ញុំដល់មិនរួចទេកុំមកចិត្តខ្ញុំអីថយចេញទៅខ្ញុំដល់មិនរួចទេខ្ញុំដល់ជើងហើយថយឆ្ងាយទៅជួយខ្ញុំផងជួយផងថយទៅកុំធ្វើអញ្ចឹងហើយខ្ញុំអត់ចេះអសរទេកុំរវល់ខ្ញុំអីជួយខ្ញុំផងដល់មិនឯងឡើងសំណាក់ហើយឯងដូចជាឆ្មាអញ្ចឹងភ្នែករបស់ឯងដូចកណ្ដុរច្រមុះឯងដូចជាខ្លែងចិញ្ចើមឯងដូចជាបបោមាត់ថ្មីរបស់ឯងដូចជាចប់កាប់បំពង់កឯងវែងជាងស្មាតែទៀតដើមទ្រូងមាត់ពោះរបស់ឯងគឺជាពោះឆ្កែយ៉ាងម៉េចនិយាយមិនចាញ់ចង់ស្ទះខ្យល់ហើយឯងនេះសំតែដេសាទខោរហូតទេទៅវាសំមុខឯងហើយលោកម្ចាស់លោកអីទេលោកម្ចាស់លីមកយើងត្រូវសម្លាប់ឯងលោកម្ចាស់ប៉ៅអមិនក៏មិនធ្វើទរណកម្មទៅលោកឆ្លោះគ្នាអស់35ម៉ោងហើយគឺខាតពេលវេលាអស់ច្រើនណាស់បើអញ្ចឹងចាត់ការទៅហើយឡើយពួកហើយនឹងឈ្មោះនោះចេញមកអូលោកម្ចាស់ខ្ញុំព្រមនិយាយការពិតហើយបានហើយម្ដងម្នាក់ត្រូវហើយអ្នកស្រីនោះមកកាត់ក្តីមុនគេបិទបើហើយមិនទាន់ឲ្យមានអីទេធ្វើទរណកម្មស្រីនោះមុនសិនទៅហើយដៃមកយ៉ាងមិនចឹងហ៊ានធ្វើពុតផងវាយទៅខ្ញុំចិត្តសម្រាប់កូនហើយលោកម្ចាស់ហ៊ានធ្វើពុតចិត្តមុនផងវាយទៀតទៅឈប់សិនមានជាមកនៅកន្លែងនេះដែរបើសិនជាគេទម្ងន់មែនឲ្យគាត់មើលទៅប្រកាសជាដឹងឈឺណាទៅឲ្យលោកម្ចាស់គេចិត្តសម្រាប់កូនមែនលោកម្ចាស់លីតើលោកគិតយ៉ាងម៉េចដែរយើងមិនជាអ្នកកាត់ក្តីទេស្រេចតែពួកឯងកាន់តែចោះបើជើងយើងសម្រាប់ចិត្តគឺ1ទល់នឹង3ចាប់ដើមមួយមិនអាចឆ្លើយ3ធ្វើទរណកម្មឈប់សិនបើសម្រាប់ថាបោះឆ្នោតគួរតែសួរអ្នកទាំងអស់គ្នាសិនមើលតើព្រមឲ្យនាងឆ្លងទន្លេសិនទេអ្នកទាំងអស់គ្នាឲ្យគេឆ្លងទន្លេសិនទេមែនហើយឲ្យឆ្លងទន្លេសិនទៅបើដល់កុំ
ធ្វើបាបនេះឲ្យទៅឆ្លងទន្លេសិនទៅឲ្យចោលធ្វើអីចាប់ឆ្លងទន្លេហើយសិនទៅចាប់គាត់ទៀតអូយគួរឲ្យអត់ទៀងណាឲ្យនេះឆ្លងទន្លេសិនទៅមើលហើយយ៉ាងមិនដែរលោកចៅក្រុងមិនអាចប៉ះពាល់មហាជនបានទេយើងអនុញ្ញាតឲ្យគេឆ្លងទន្លេសិនទៅអនុញ្ញាតឲ្យនេះឆ្លងទន្លេសិនចុះអត់តែជួយលើកគ្នាលើជួយលើកគ្នានេះយឹមចំណាយរបស់ឯងមុនក្រោយខុសគ្នាទាំងអស់យើងផ្ដល់ឱកាសឯងជាលើកចុងក្រោយឯងត្រូវនិយាយបានត្រឹមត្រូវថ្ងៃនេះសភាពការក្នុងគ្រួសារឈីយ៉ាងម៉េចអឺខ្ញុំអូដល់លោកបញ្ចប់ពេលនោះខ្ញុំបានឃើញឆាអូយកំពុងទៅវាយឡាយហ្វូក្រោយមកឆ្កែរបស់គេក៏ទៅខំឲ្យបន្ទាប់មកទៀតឆាអូយក៏ទាត់ខ្ញុំស្លាប់តែម្ដងទៅដល់ពេលខ្ញុំស្លាប់ខ្ញុំក៏លែងដឹងអ្វីទាំងអស់លោកបញ្ចាពីមុនមិនក៏អញមិននិយាយអញ្ចឹងមកពីហ្វាថងជិះដល់ឲ្យខ្ញុំ500ដំណឹងក៏ហត់លោកបញ្ចានិយាយផ្ដាស់ស្អីអត់ផ្ដាស់ទេឈប់សិននិយាយស្ដីគ្មានដឹងខ្យល់អីទេឡាយហ្វូអញនិយាយតទៀតទៅហើយអើខ្ញុំភ្លេចអត់ទៅហើយតែលើកមុនឯងនិយាយជាមួយស្រីនោះថាស្រីនោះឲ្យឯងសម្រាប់គ្រួសារឈីទាំង13នាក់អើយមិនមែនទេខ្ញុំមិនបានសម្រាប់មនុស្សទេឯងថានៅស្រីឈិងស្រឡាញ់ឯងណាថែមទាំងប្រកល់កំណាំឲ្យឯងមួយឃ្លាទៀតតាមមែនទេត្រូវហើយទេហ៊ានឲ្យកំណាំទៅគេឯងអានឲ្យគេស្ដាប់ទៅអើយទេសភាពប្រំប្រៃរកអ្វីព្រៀបប្របានគូសង្សារជួបគ្នាទាំងថ្ងៃទាំងយប់ដូចជាមិនត្រូវទេហីកំណាំនេះគេនិយាយថាព្រះច័ន្ទនៅចំពោះមុខព្រឹកធ្លាក់ដល់ដីតែនេះជាអសរស្អីទៅឯងមើលអសរឆ្លាតក៏មិនចេះផងថាឯងមានកម្រិតវប្បធម៌ខ្ពស់ហើយថាអ្នកស្រីស្រឡាញ់ឯងទៀតទៅហ៊ានកាត់ក្បាលវាចោលទៅលោកបញ្ចាគឺហ្វាល់ថាចិត្តឲ្យខ្ញុំ5000ដំណឹងឲ្យខ្ញុំនិយាយអញ្ចឹងឥឡូវនៅសល់3000ដំណឹងទៀតលាក់នៅក្រោមក្រែខ្ញុំឯនោះឯងនិយាយផ្ដេសផ្ដាស់ស្អីទៀតហើយឯងសហហាយជាមួយគេហើយសម្រាប់គេចោលអត់ទេលោកបញ្ចាខ្ញុំអត់បានសហហាយជាមួយអ្នកស្រីទេខ្ញុំមានផតតាគ្រប់គ្រាន់បើលោកបញ្ចាមិនជឿខ្ញុំយកផតតាមកឲ្យលោកបញ្ចាមើលយកចេញអស់មកបាទម្ដងនេះកាត់គេកាត់ក្បាលហើយហាអត់មានទេត្រូវឲ្យកាលពីខ្ញុំនៅតូចក្រពេលខ្ញុំក៏កាត់ចោលទៅខ្ញុំគិតថាចង់ធ្វើជាអាបានតែគ្មានប្រាក់សងគេធ្វើអីក៏បានដែរម្ល៉េះហើយខ្ញុំទៅធ្វើការនៅក្នុងគ្រួសារឈីរឿងអីដែលខ្ញុំទៅសហហាយជាមួយស្រីឈីកើតទៅអាម៉ាចង្រៃក៏មើលមកខ្ញុំអត់បានថាឲ្យលោកទេឥឡូវនេះបានហើយត្រូវយកឈ្មោះហ្វាងថាងឈិញចេញមកមានរឿងពាក់ព័ន្ធពីរឿងការសោកប៉ាន់ត្រូវសួរចម្លើយគេតាមមែនទេលោកម្ចាស់លោកនិយាយក៏ត្រូវដែរហ្វាងថាងជីងយកល្អឯងឆាំនិយាយការពិតចេញមកក្រែងលុយយើងអាចសម្រាប់ទោសឲ្យឯងខ្លះឆាំនិយាយមកណែហ្វាងថាងជីងនឹងឡាយហ្វូស៊ីសំណោកសោកប៉ាន់ត្រូវតែយកទៅប្រហារជីវិតចោលតែម្ដងទៅមិនបាច់កាត់ក្តីវែងឆ្ងាយទេថ្លាមធំផ្ទះមាត់នេះទៅអូយដល់លពូអបកវ៉ៃដល់ថ្នាក់នៅបាត់សោស្អីតើគិតយ៉ាងម៉េចទៅយើងអាទី13ម៉ែបានយកដែរទឹកសានហ្វុងមកឲ្យកូនហើយណាលោកយាយខ្ញុំគ្មានពេលទេត្រឡប់ទៅវិញទៅមែនហើយម៉ែឆាប់ត្រឡប់ទៅវិញទៅខ្ញុំមិនទំនេរទេទៅវិញទៅគឺដើរទឹកមែនតើណាដើរទឹកសានហ្វាងហេដល់លពូមើលមើលតែប្រយ័ត្នពវៀនទាណាមើលច្បាស់តិចការពិតគឺដើរទឹកសានហ្វាងមែនហើយឆាងអូយថ្ងៃនេះកុំអាងថាពាក់អាម្ចាស់ក្សត្រីយើងមិនអាចធ្វើអីឯកើតនោះនៅចំពោះមុខប៉ាឈិងធានមែននៅចំពោះមុខយើងឯងហ៊ានធ្វើអីប្រដេបដាស់យើងនឹងប្រើដៃនេះចាក់ឯងឲ្យធ្លាយពោះវៀនម្ដងហើយជួយផងយើងនឹងប្រើដៃនេះចាក់មន្ត្រីពុករលួយដូចជាឯងនេះឲ្យទាល់តែងាប់ឯងចាំមើលទៅមហាឈិងពីដើមមកមិនដែលមានដើរទឹកសានហ្វាងអីទេសួរគេច្បាស់សិនទៅហើយមិនក៏ដឹងថាដើរទឹកបើអញ្ចឹងចាំខ្ញុំសួរគាត់ឲ្យច្បាស់សិនចាំមើលណាមិនអីទេដល់លោកយាយដើរនេះតើស្ដេចណាប្រទានដល់លោកយាយគឺស្ដេចសុងចឹងរាជការម៉េងអូយថាបើលោកចង់យកដែររាជការម៉េងមកសម្រាប់មន្ត្រីឆេងផងហ៎ឯងចង់ក្បត់អីណែការពិតគឺអញ្ចឹងទេខ្ញុំឃើញស្ថានភាពតឹងតែងពេកខ្ញុំក៏លេងសើចជាមួយម៉ែខ្ញុំក៏ចង់ឲ្យអ្នកទាំងអស់គ្នាសប្បាយចិត្តតែប៉ុណ្្នឹងឯតាបើសិនជាឯងចង់លេងសើចឯងលេបដែរនោះចូលក្នុងពោះអស់ទៅគ្រាន់តែលេបដែរមានអីបញ្ហាទៅមានបញ្ហាអរគុណអ្នកទាំងអស់គ្នាអរគុណខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាឥឡូវគ្មានស្អីទៀតទេយើងចាប់ផ្ដើមកាត់ក្តីតទៅទៀតពូដូចផ្លាយណែរឿងមិញនេះយើងមិនដេញដោលទេឲ្យប្រចាំទៅចោះប៉ុន្តែបើសិនជាគ្មានផតាំងគ្រប់គ្រាន់ទេឲ្យឆាងអុយវាត្រឡប់ទៅផ្ទះវិញទៅទុកវាណៃធ្វើស្អីឲ្យវាទៅវិញទៅក៏ដល់តល្អហើយមើលដល់យើងចាំសម្រេចទៅតែសម្រេចយ៉ាងម៉េចទៅខ្ញុំមានមធ្យោបាយក្នុងការសម្រេចយើងត្រូវតែធ្វើការពិសោធន៍ឈាមទើបដឹង
ពិសោធន៍ឈាមហ៎ពិសោធន៍ឈាមព្រោះសម្រាប់មួយចោលទៅឆាងអើយឯងអត់បាននិយាយថាឯងរំលោភអ្នកស្រីហើយកូនដែលទៅនឹងការនេះក៏គ្មានអ្វីតាក់ទងជាមួយនឹងឯងដែរហើយឈាមរបស់ឯងនឹងឈាមកូនម្នាក់នេះក៏គ្មានអ្វីតាក់ទងនឹងគ្នាដែរតើមែនទេបើឯងបង្ហូរឈាមឯងមិនកុហកទេតែបើមិនហ៊ានទេបាននេះថាឯងរំលោភគេតែយើងមិនខ្លាចទេឈាមដូចគ្នាណាឯងប្រកាសជាឃាតកររំលោភគេហើយសម្រាប់មនុស្សមិនអាចប្រកែកបានទេទោសរបស់ឯងត្រូវប្រហារជីវិតចោលភ្លាមមិនអាចទុកបានទេអ្នកទាំងអស់គ្នាទុកគេធ្វើអីទៀតប្រហារជីវិតមិនអាចទៅជាចឹងទេពុកធរជួយខ្ញុំផងមិនមែនជាកូនរបស់ខ្ញុំទេជួយខ្ញុំផងទៅយើងនៅនេះហើយចាំឯងទៅរវល់ធ្វើស្អីទៀតតែស្ងៀមទៅបើឯងមិនរំលោភនាងទេហេតុអីក៏ឈាមនោះដូចគ្នាម្ល៉េះកូននោះប្រកាសជាកូនរបស់ឯងហើយមិនមែនទេខ្ញុំរំលោភនាងភ្លាមមិនក៏ស្អីឡើងមានកូនភ្លាមអីក៏ឆាប់ម្ល៉េះមិនអាចទេអូការពិតគឺឯងជារំលោភនាងមែនអាចោលចង្រៃឯងមិនគួរកុហកយើងអញ្ចឹងទេឯងអ្នកអាក្រក់ជួយជាតិណាឥឡូវយើងដឹងការពិតហើយអ្នកទាំងអស់គ្នាសប្បាយចិត្តចុះឯងមិនគួរកុហកអញអញ្ចឹងទេចេះផ្លែលោកប្តីបងយ៉ាងមិនទៅហើយប្រពន្ធសម្លាញ់អូនមកទីនេះធ្វើអីខ្ញុំមកយកកូនយើងនៅទីនេះណាថាម៉េចនោះជាកូនរបស់យើងហ៎ចាអាចង្រៃឯងមិនគួរបោកប្រាស់យើងបែបនេះទេអូប្រោះតើវាយ៉ាងម៉េចមិនបាច់ប្រកែកទៀតទេលែងឆ្កែចាញ់មកលឿនឡើងហេយើងលេងរវល់នឹងឯងហើយចង់ធ្វើអីក៏ធ្វើទៅពុកធေါ်កុំចូលមកសោះឯងចង់ក្បត់យ៉ាងម៉េចនឹងលោកថាវាមិនចេះវិជាគុណឥឡូវឃើញច្បាស់នៅភ្នែកហើយមែនទេណែហ៊ានជួយមកយើងសម្រាប់វាចោលលោកម្ចាស់លីពិបាកដល់លោកបន្តិចហើយតែដល់ពេលលោកស្លាប់ចាំខ្ញុំទទួលព្រះអង្គឲ្យធ្វើបន់ឲ្យលោកទៅចោលមិនអីទេខ្លារខិនបោះក្បាលវាមកកន្លែងមកខ្ញុំមិនតើលោកម្ចាស់ខ្ញុំដឹងហើយតែទៅអូសក្បាលវាភ្លាមមកអូយកុំយកខ្លោបពេកយកនឹងសម្លាប់អីចោលជិះកោទេកុំយកខ្លោបពេកកុំយកលោកម្ចាស់ប៉ាវសុំជូនប៉ាឲ្យលោករកស៊ីមានបានអរគុណខ្ញុំឈប់ធ្វើជាមន្ត្រីយូរហើយតាណែប្អូនថ្លៃមិនក៏ឈប់ធ្វើមន្ត្រីបែរជាមលក់ថ្នាំវិញអញ្ចឹងបងថ្លៃជាមនុស្សឆ្លាតខ្ញុំពិបាកនិយាយប្រាប់ណាមើលខាងក្រៅយូរយានរបស់លោកទៅហើយយ៉ាប្រពន្ធសម្លាញ់ប្រយ័ត្នតិចណាចាខ្ញុំបានប្រកល់ថ្នាំកាត់កូនរបស់ប្តីខ្ញុំទៅឲ្យលោកម្ចាស់ប៉ាវនៅពេលដែលគាត់ផឹកហើយប្រពន្ធរបស់គាត់សិតតែមានកូនទាំងពីរនាក់ម្យ៉ាងទៀតពេលនេះថែមទាំងបានយកថ្នាំហ្នឹងមករកស៊ីថែមទៀតផងខ្ញុំមានលទ្ធផលដូចថ្ងៃនេះដោយសារតែព្រះអង្គម្ចាស់ប្រទានឲ្យខ្ញុំនឹកត្រង់ណាសំណាងឲ្យដែលខ្ញុំចេះថែរក្សាខោខ្លីរបស់ព្រះអង្គម្ចាស់ទុកពេលដែលហាត់បន្តិចទៅគឺមានកម្លាំងព្រឹសតែម្ដងហើយបើរលាស់តែបន្តិចគឺស្រួលសរសៃភ្លាមអ្នកទាំងអស់គ្នាហាត់បន្តិចទៅឲ្យមានកម្លាំងហាត់ទៅព្រះអង្គម្ចាស់ជាងមកដល់ហើយព្រះអង្គម្ចាស់យាងមកដល់ខ្ញុំមិនបានទទួលពីចម្ងាយសូមអភ័យទោសផងចុះលោកម្ចាស់ប៉ាវលោកបើកហាងអញ្ចឹងតែខ្ញុំមិនបានចូលរួមតែស្ដាប់ដំណឹងអាក្រក់មួយសិនចុះពេលនេះព្រះអង្គសោយទីបង្គត់ហើយព្រះអង្គហេតុអីបានជាព្រះអង្គសោយទីបង្គត់តាហេតុអីទៅហេតុអីបានជាព្រះអង្គសោយទីបង្គត់ទៅកើតហេតុអីព្រះអង្គប្រឈួនកើតស្អីគឺកើតស្វាយ